វាគ្មានមនុស្សម្នាក់ណាក្នុងពិភពលោកមួយនេះអាចប្រើជីវិតរស់នៅបានល្អ 100% រហូតនោះទេហើយក៏គ្មានមនុស្សម្នាក់ណាអាចធ្វើឲ្យខ្លួនឯងមានក្តីសុខបាន 100% រហូតដែរពួកយើងទាំងអស់គ្នាសិតសឹងតែមានពេលវេលាជួបទុក្ខលំបាកប៉ុន្មានឆ្នាំកន្លងមកនេះមានការផ្លាស់ប្ដូរទៅច្រើនណាស់មិត្តភ័ក្តិដែលធ្លាប់ជិតស្និទ្ធក៏ចាប់ផ្ដើមរសាត់បាត់ទៅក្តីស្រមៃដែលធ្លាប់គិតថានឹងផ្លាស់ប្ដូរជីវិតវាក៏ឃ្លាតឆ្ងាយការផ្លាស់ប្ដូរដោយពេលវេលាវាធ្វើឲ្យយើងបានយល់ជីបចរជីវិតកាន់តែច្រើនជាងមុនវាគឺជាជីវិតដែលយើងគួរតែស្វែងយល់និងត្រូវរស់នៅជាមួយវារហូតដល់ថ្ងៃអវសានកាលពីនៅក្មេងៗខ្ញុំធ្លាប់ស្រមៃថានៅពេលដែលធំឡើងខ្ញុំនឹងចេញទៅប្រើប្រាស់ជីវិតដើម្បីស្វែងរកសេចក្តីសុខតែដល់ពេលធំឡើងបទពិសោធន៍ធ្វើឲ្យដឹងថាក្តីសុខពិតប្រាកដគឺនៅផ្ទះនៅក្នុងគ្រួសារដែលមានភាពកក់ក្ដៅនៅក្នុងគ្រួសារដែលមានសុភមង្គលនៅក្នុងគ្រួសារដែលគ្មានការឈ្លោះប្រកែកនៅក្នុងគ្រួសារដែលគ្មានការបែកបាក់គ្នាជូនចំពោះស្នាមញញឹមនិងក្តីស្រមៃអ្នកដែលដាស់តឿនខ្ញុំឲ្យងើបឡើងមកតស៊ូចាប់ពីពេលនេះទៅយើងនឹងមើលថែអារម្មណ៍ខ្លួនឯងព្យាយាមមិនឲ្យវាខូចទៅជាមួយនឹងរឿងអ្វីក៏ដោយដែលចូលមកព្រោះតែគោលដៅនៅចំពោះមុខគឺជាអនាគតនិងគ្រួសារតូចមួយដែលយើងស្រមៃចង់បានមិនត្រឹមតែប៉ុណ្ណឹងត្រូវរែកពុនក្តីសង្ឃឹមពុកម៉ែដែលចាស់ជរាដែលរងចាំនៅផ្ទះរងចាំសម្លឹងមើលកូននិងចង់ឃើញកូនទទួលបានភាពជោគជ័យក្នុងជីវិតមួយនេះទោះបីជាខ្ញុំខំប្រឹងព្យាយាមខ្លាំងយ៉ាងណាក៏ដោយខ្ញុំក៏មិនដឹងថាគួរតែកាត់ចិត្តចេញពីអ្នកបានយ៉ាងម៉េចអញ្ចឹងទុកឲ្យវានៅបែបនេះបន្តទៀតចុះអ្នកមិនចាំបាច់មានអារម្មណ៍ថាខុសទេមិនចាំបាច់ធ្វើអ្វីទាំងអស់គ្រាន់តែទទួលដឹងឮពីអារម្មណ៍ក្នុងចិត្តខ្ញុំពេលនេះទៅបានហើយខ្ញុំស្គាល់អ្នកតែពួកយើងមិនធ្លាប់ជួបគ្នាខ្ញុំនៅជាមួយអ្នកតែខ្ញុំមិនស្គាល់ឈ្មោះរបស់អ្នកខ្ញុំដឹងថាខ្ញុំកំពុងយល់សប្តិតែមើលទៅវាហាក់ដូចជាលើសការយល់សប្តិមានអារម្មណ៍ថានេះដូចជាការចងចាំហេតុអីបានជាទៅជាអញ្ចឹងខ្ញុំនៅវង្វេងវង្វាន់ស្រមើស្រមៃដល់រឿងទាំងអស់នេះតើវាគឺជាអ្វីឲ្យប្រកបទៅដឹងអត់ថាខ្ញុំច្រណែនខ្លាំងប៉ុណ្ណាពេលដែលឃើញអ្នកនៅក្បែរគេខ្ញុំចង់ឲ្យអ្នកនៅក្បែរខ្ញុំដូចនៅក្បែរគេពេលនេះតែខ្ញុំក៏ដឹងខ្លួនច្បាស់ថាខ្ញុំមិនទាន់ល្អគ្រប់គ្រាន់នឹងស័ក្តិសមជាមួយនឹងអ្នកណាហើយមើលទៅគេម្នាក់នោះហាក់ដូចជាស្រឡាញ់អ្នកផងដែរធ្វើការមកស្ទើរទាំងមួយជីវិតតែវាគ្មានសល់អ្វីសំបីតែម្យ៉ាងហើយនៅគិតថាមានល្អនិងអាក្រក់ត្រូវនឹងខុសទៀតមែនអត់វាគ្មានទេវាមានតែប៉ុណ្្នឹងឯងការរើបំរាស់សុវត្ថិភាពក្តីសុខបើគិតថាខ្លួនឯងគ្មានតម្លៃអ្នកនឹងគ្មានតម្លៃរហូតដល់ថ្ងៃស្លាប់នៅថ្ងៃដែលខ្ញុំស្លាប់បាត់ហើយកុំមកអោបខ្ញុំព្រោះខ្ញុំគ្មានអារម្មណ៍អីទៀតទេកុំយករបស់ដែលខ្ញុំចង់បានមកឲ្យព្រោះខ្ញុំប្រើវាមិនបានទៀតទេកុំឆ្លើយនឹងសំណួរនៅអ្វីដែលខ្ញុំធ្លាប់ចង់ដឹងព្រោះខ្ញុំមិនបានឮវាទៀតទេកុំនិយាយពាក្យថាសុំទោសព្រោះខ្ញុំងើបឡើងមកអភ័យទោសឲ្យលែងបានហើយចុងក្រោយហើយមនុស្សគ្រប់គ្នាដែលយើងបានស្គាល់តែងតែបែកបាក់បាត់បង់ទៅតាមពេលវេលាវាគ្មានអ្វីនៅគង់វង្សយូរអង្វែងរហូតទៅនោះទេមិនថាក្តីស្រឡាញ់មិត្តភាពឬមួយពាក្យសន្យាតែអ្វីដែលបន្សល់ទុកនៅជាមួយយើងរហូតទៅនោះមានតែការចងចាំមួយតែប៉ុណ្ណោះទំនាក់ទំនងស្នេហាដែលសោកសៅបំផុតវាជាការដែលគេមិនធ្លាប់ដេញយើងឲ្យចេញពីជីវិតគេតែក៏គ្មានពេលណាម្ដងដែរដែលគេចង់ឲ្យយើងនៅក្នុងជីវិតគេវាប្រៀបដូចជាភាពច្បាស់លាស់នៅក្នុងភាពមិនច្បាស់លាស់បើសិនជាយើងឈប់ព្យាយាមពេលណាទំនាក់ទំនងនោះវានឹងបញ្ចប់ភ្លាមមានតែប៉ុណ្្នឹងជីវិតនេះមើលទៅវាគ្មានអ្វីទាល់តែសោះនៅថ្ងៃមួយយើងក៏ត្រូវចាស់បន្ទាប់មកថ្ងៃមួយយើងក៏ត្រូវស្លាប់តែក៏នៅតែទ្រាំនៅហត់ដើម្បីធ្វើឲ្យជីវិតរស់នៅល្អប្រសើរឡើងជាងនេះនៅពេលអាយុ25ឆ្នាំអ្នកគួរតែធំគ្រប់គ្រាន់ស្វែងយល់អំពីរឿងរ៉ាវទាំងអស់នេះមនុស្សភាគច្រើនមិនយល់ចំណុចទី6រហូតដល់ពួកគេអាយុ40
ចំណុចទី1ជីវិតនឹងល្អប្រសើរ 100% បើសិនជាគ្មានអ្នកណាដឹងអំពីរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងអ្នកទាល់តែសោះចំណុចទី2អ្នកមិនគួរទទួលការណែនាំពីមនុស្សដែលមិនបានធ្វើអ្វីដែលអ្នកចង់ធ្វើក្នុងជីវិតចំណុចទី3មនុស្សគ្រប់គ្នានឹងបង្ហាញឲ្យអ្នកបានឃើញថាគេជាអ្នកណាបើសិនជាអ្នកផ្ដល់ពេលវេលាឲ្យពួកគេចំណុចទី4អ្នកត្រូវតែមានភាពវៃឆ្លាតគ្រប់គ្រាន់ដើម្បីបង្កើតឱកាសឲ្យខ្លួនឯងល្អជាងរងចាំវាមករកអ្នកចំណុចទី5អាចកំបាំងនៃក្តីសុខគឺជាសេរីភាពអាចកំបាំងនៃសេរីភាពគឺជាភាពក្លាហានអញ្ចឹងហើយអ្នកត្រូវតែធ្វើវាបើសិនជាអ្នកចង់បានសេរីភាពចំណុចទី6អ្នកនឹងមានបញ្ហាចូលមកអ្នកនឹងមានចំនួនខ្លះៗក្នុងជីវិតជានិច្ចដូច្នេះហើយអ្នកត្រូវតែស្វែងយល់ប្រើជីវិតឲ្យរីករាយនៅខណៈពេលតែមួយជាមួយគ្នាដែលអ្នកកំពុងដោះស្រាយបញ្ហាគ្រប់រឿងរ៉ាវដែលអ្នកបានប្រឈមវាមានលក្ខភាពស្រស់ស្អាតនៅក្នុងនោះហើយអ្នកនឹងមើលឃើញវាបើសិនជាអ្នកកែតម្រូវទស្សនៈរបស់អ្នកសាជាថ្មី6ចំណុចដែលមនុស្សចិត្តរឹងមាំគេនាំគ្នាធ្វើមនុស្សភាគច្រើនមិនយល់ចំណុចទី6ហើយក៏នៅតែចិត្តទន់ជ្រាយបន្តទៀតចំណុចទី1ពួកគេបោះជំហានបន្តទៅមុខមិននៅខាតពេលជាមួយនឹងកំហុសឆ្គងពីអតីតចំណុចទី2ពួកគេទទួលស្គាល់ការផ្លាស់ប្ដូរចំណុចទី3ពួកគេប្រើជីវិតរស់នៅឲ្យមានក្តីសុខនិងមិនបណ្ដោយឲ្យបាត់បង់ថាមពលទៅជាមួយនឹងរឿងដែលគ្រប់គ្រងមិនបានចំណុចទី4ពួកគេហ៊ាននឹងប្រថុយជាមួយនឹងអ្វីដែលគេកណនាមកយ៉ាងល្អហើយចំណុចទី5ពួកគេស្វែងរកការសិក្សានិងចំណេះដឹងថ្មីៗពីអ្នកជំនាញចំណុចទី6ពួកគេដាក់ដែមទុនលើខ្លួនឯងនិងអនាគតរបស់ពួកគេបើសិនជាពេលនេះអ្នកកំពុងតែធ្វើរឿងទាំងអស់នេះឬមួយចង់សាកល្បងធ្វើ comment 100% នៅក្រោមវីដេអូព្រោះតែអ្នកគឺជាមនុស្ស 1% ដែលមានចិត្តរឹងមាំជាងមុន10ចំណុចដែលអ្នកគួរតែស្វែងយល់ចំណុចទី1នៅពេលដែលអ្នកកំពុងតែទទួលបានជ័យជំនះសូមអ្នកបិទមាត់ឲ្យជិតចំណុចទី2ហាមប្រាប់គេជាដាច់ខាតអំពីផែនការរបស់អ្នកទុកឲ្យលទ្ធផលវាបង្ហាញប្រាប់គេដោយខ្លួនឯងវិញចំណុចទី3កុំរំពឹងនៅអ្វីដែលអ្នកផ្ដល់ឲ្យគេថានឹងបានវាត្រឡប់មកវិញព្រោះតែមិនមែនមនុស្សគ្រប់គ្នាទេដែលមានចិត្តដឹងគុណចំណុចទី4រៀងរាល់ថ្ងៃដែលអ្នកភ្ញាក់ឡើងពីដំណេកទូនាទីរបស់អ្នកត្រូវធ្វើឲ្យបានល្អជាងថ្ងៃម្សិលមិញចំណុចទី5អ្នកនឹងគ្មានថ្ងៃទទួលបាននៅអ្វីដែលអ្នកត្រូវការបើសិនជាអ្នកមិនពេញចិត្តនឹងអរគុណនៅអ្វីដែលអ្នកមាននៅពេលនេះចំណុចទី6ពេលខ្លាំងអ្វីដែលអ្នកព្យាយាមរែកពុននៅពេលនេះវាគឺជាអ្វីមួយដែលអ្នកគួរតែទម្លាក់វាចោលទៅចំណុចទី7បើសិនជាអ្នកចង់ទិញរបស់ដោយមិនចាំបាច់មើលតម្លៃអ្នកក៏គួរតែធ្វើការដោយមិនចាំបាច់មើលពេលវេលាដូចគ្នាចំណុចទី8អ្នកទាញគេចូលមកក្នុងជីវិតគឺដោយហេតុផលមួយហើយក៏រុញគេចេញទៅដោយហេតុផលដែលល្អជាងចំណុចទី9អ្នកអាចធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តនៅពេលដែលអ្នកចាប់ផ្ដើមធ្វើអ្វីដែលល្អបំផុតដើម្បីខ្លួនអ្នកខ្លួនឯងនិងចំណុចទី10ដែលជាចំណុចចុងក្រោយជីវិតមិនបានងាយស្រួលជាងមុនទេតែគឺជាខ្លួនអ្នកទៅវិញទេដែលរឹងមាំខ្លាំងជាងមុន8ចំណុចដែលបញ្ជាក់ប្រាប់ថាអ្នកគឺជាមនុស្ស introvert ចំណុចទី1អ្នកផ្ដល់ថាមពលឲ្យខ្លួនឯងដោយការនៅម្នាក់ឯងចំណុចទី2អ្នកស្ងៀមស្ងាត់ខ្លាំងណាស់នៅពេលនៅជាមួយមនុស្សដែលមិនស្គាល់តែនឹងបង្ហាញវាចេញមកទាំងអស់នៅពេលដែលអ្នកនៅជាមួយមនុស្សដែលជឿទុកចិត្តចំណុចទី3អ្នកចូលចិត្តមានមិត្តតិចបំផុតតែជាមិត្តជិតស្និទ្ធប្រសើរជាងមានមិត្តច្រើនតែគ្មានគុណភាពចំណុចទី4អ្នកមានក្តីស្រមៃជាច្រើននិងមានរឿងដែលបំផុសគំនិតគ្រប់ពេលវេលានៅក្នុងចិត្តចំណុចទី5អ្នកចូលចិត្តនៅក្នុងផ្ទះច្រើនជាងទៅខាងក្រៅជួបគេឯងឬមួយចូលសង្គមនៅខាងក្រៅចំណុចទី6អ្នកចូលចិត្តនិយាយរិះគន់ខ្លួនឯងចំណុចទី7អ្នកមិនសូវមានសមាធិទេនៅពេលដែលនៅក្នុងបរិយាកាសដែលអ៊ូអរចំណុចទី8អ្នកមានអារម្មណ៍ថាធុញជាមួយនឹងការនិយាយអត់ប្រយោជន៍តែផ្ទុយទៅវិញអ្នកចូលចិត្តការសន្ទនាស៊ីជម្រៅនិងមានអត្ថន័យនេះគឺជា3អត្តចរិតដែលមនុស្សស្រីមិនចូលចិត្តតោះមកដឹងទាំងអស់គ្នា1អ្នកមិនសូវខ្វល់ពីនាងឬមិនផ្ដល់ភាពសំខាន់មនុស្សស្រីតែតែចង់បានការបារម្ភនិងការមើលថែពីអ្នកដូច្នេះហើយការដែលអ្នកមិនខ្វល់ពីអារម្មណ៍របស់នាងវាអាចធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួននាងគ្មានតម្លៃនៅក្នុងខ្សែភ្នែករបស់អ្នក2អ្នកមិនផ្ដល់សេរីភាពឲ្យនាងមនុស្សប្រុសដែលចូលចិត្តគ្រប់គ្រងអាចធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ថាសម្ពាធនិងគ្មានសេរីភាព3ការគ្មានទំនួលខុសត្រូវការមិនបង្ហាញភាពទទួលខុសត្រូវមិនថារឿងលុយរឿងការងារឬរឿងនៅក្នុងជីវិតការដែលអ្នកពឹងផ្អែកលើអ្នកដទៃខ្លាំងពេកវានឹងធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ថាគ្មានភាពច្បាស់លាស់ជាមួយនឹងទំនាក់ទំនងនេះតែយ៉ាងណាក៏ដោយស្នេហាគឺជាមេរៀនហើយមិនមែនមនុស្សគ្រប់គ្នាទេដែលសមបំណងជាមួយនឹងវាអ្នកខ្លាំងចូលមកចង់នៅជាមួយគ្នាជារៀងរហូតឯអ្នកខ្លះទៀតចូលមកហើយក៏ចាក់ចេញទៅហើយតែងតែបន្សល់នៅមេរៀនជីវិតទុកឲ្យយើងស្វែងយល់ឬទុកដាក់ទរណកម្មអារម្មណ៍ដែលសែនឈឺចាប់នៅក្នុងផ្លូវចិត្តរបស់អ្នកការទទួលស្គាល់ភាពឈឺចាប់នៅអតីតវាមិនមែនជារឿងងាយទេពេលខ្លាំងវាប្រៀបដូចជាយើងខំប្រឹងបិទបាំងស្នាមរបួសដែលយើងបានលាក់តែទាំងអស់នេះវាមិនមែនមានន័យថាអ្នកចាញ់នោះទេតែវាគឺជាភាពក្លាហានដែលអ្នកប្រឈមមុខជាមួយនឹងខ្លួនឯងពិតប្រាកដ
អ្នកពិតជាពូកែខ្លាំងណាស់ដែលក្លាហានដែលឆ្លងកាត់គ្រប់ភាពឈឺចាប់នឹងដើរបន្តមកដល់ពេលនេះដោយបេះដូងមិនចុះចាញ់បញ្ចេញអារម្មណ៍ក្នុងចិត្តឲ្យអស់មកគ្រប់គ្នាដែលបានស្ដាប់សំណេរនេះនឹងផ្ដល់កម្លាំងចិត្តឲ្យអ្នកខ្សែផ្លូវដែលលំបាកតែងតែនាំយើងទៅរកគោលដៅដែលអស្ចារ្យកុំខ្លាចការដួលព្រោះគ្រប់ពេលដែលយើងងើបឡើងវានឹងធ្វើឲ្យយើងរឹងមាំខ្លាំងជាងមុនហើយបើសិនជាអ្នកហ៊ានចាប់ផ្ដើមធ្វើវាថ្ងៃនេះវាអាចជាថ្ងៃផ្លាស់ប្ដូរជីវិតអ្នកទៅជារៀងរហូតក៏ថាបានបើសិនជាអ្នករវល់តែខាតពេលដេញចាប់មេអំបៅវាគ្មានប្រយោជន៍ទេព្រោះតែវានឹងហើរចាក់ចេញទៅតែបើសិនជាអ្នកយកពេលវេលាមកមើលថែសួនផ្ការបស់អ្នកឲ្យបានល្អថ្ងៃមួយមេអំបៅនោះនឹងហើរមករកអ្នកដោយខ្លួនឯងតែបើសិនជាវាមិនហើរមកទេអ្នកក៏នៅមានសួនផ្កាដែលស្រស់ស្អាតមួយអ្នកនិយាយថាអ្នកចូលចិត្តទឹកភ្លៀងតែនៅពេលដែលធ្លាក់ភ្លៀងមកអ្នកក៏បាំងឆាត់អ្នកប្រាប់ថាអ្នកចូលចិត្តព្រះអាទិត្យតែនៅពេលដែលបើកថ្ងៃមកអ្នកក៏គេចជុលម្លប់អ្នកនិយាយថាអ្នកចូលចិត្តខ្យល់តែដល់ពេលខ្យល់បក់មកអ្នកក៏បិទបង្អួចដូច្នេះហើយដោយសារតែជីវិតគឺអញ្ចឹងអ្នកត្រូវតែសម្លឹងវានិងទទួលស្គាល់យកការពិតយើងបរាជ័យដួលទៅ7ដងដើម្បីក្រោកឈរឡើងបាន8ដងព្រោះការពិតនោះក៏គឺបើអ្នកប្រើជីវិតរស់នៅឲ្យយូរមិនបានក៏ប្រើវាឲ្យមានក្តីសុខជាងសពដងទៅយើងមិនគួរប្រើប្រាស់ជីវិតដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេកទេព្រោះតែលទ្ធផលចុងក្រោយគ្មាននរណាម្នាក់រស់នៅបានជារៀងរហូតនោះទេចំណុចចាប់ផ្ដើមនៃការធ្វើដំណើរវាគឺជាចុងបញ្ចប់នៃគោលដៅដូចគ្នាអញ្ចឹងហើយអំឡុងពេលដែលរស់នៅសិក្សាស្វែងយល់ឲ្យបានច្រើនទៅជីវិតមនុស្សយើងខ្លីខ្លាំងណាស់ត្រូវតែធ្វើអ្វីដែលយើងចូលចិត្តនិងទទួលខុសត្រូវនៅអ្វីដែលយើងបានធ្វើព្រោះតែអតីតនិងបច្ចុប្បន្នវាខុសគ្នាត្រឹមតែ1វិនាទីតែប៉ុណ្ណោះអ្នកសំណាងល្អណាស់ទៅហើយក្មេងខ្លះកើតមកមានជីវិតបានត្រឹម3ថ្ងៃក្មេងខ្លះទៀតកើតមកគ្មានលុយទៅសាលារៀននិងក្មេងខ្លះទៀតកើតមកគ្មានទូរស័ព្ទប្រើប្រាស់ដូចអ្នកក្មេងខ្លះទៀតកើតមកមានជំងឺកាយសាហាវមកជាមួយនិងខ្លះទៀតជីវិតសាបសូន្យដោយសារតែឧបទ្ទវហេតុអ្នកនៅមានជីវិតមានដង្ហើមរហូតដល់រាល់ថ្ងៃនេះអ្នកពិតជាមហាសែនសំណាងខ្លាំងណាស់អញ្ចឹងហើយកុំមករអ៊ូឲ្យបានតែលឺថាបាក់ទឹកចិត្តនិងចង់ចោះចាញ់ក្នុងជីវិតមួយនេះនេះគឺជាវិធីបញ្ចប់ជីវិតខ្លួនឯងដោយគ្មានការឈឺចាប់ត្រៀមខ្លួនស្ដាប់ទាំងអស់គ្នាព្រោះខ្ញុំជឿថាអ្នកមានសម្ពាធជាច្រើននៅក្នុងចិត្តឈប់សិនហេតុអីបានជាអ្នកមិនអូសរំលងទៅតើអ្នកកើតអីហេតុអីបានជាអ្នកគិតអញ្ចឹងបញ្ហាអ្វីទៅក្នុងជីវិតអ្នកបានជាអ្នកជ្រើសយកវិធីមួយនេះតើអ្នកកំពុងតែប្រឈមមុខជាមួយនឹងអ្វីអាចប្រាប់ឲ្យខ្ញុំដឹងបានទេពីអ្វីដែលអ្នកកំពុងគិតពេលនេះណាមើលមានអីខ្លះខមមិនមកចាំខ្ញុំនិងអ្នកគ្រប់គ្នាដែលបានឃើញខមមិននោះជាអ្នកទទួលស្ដាប់និងលួងលោមផ្ដល់កម្លាំងចិត្តឲ្យអ្នកកុំលាក់វាទុកក្នុងចិត្តអីខ្ញុំយល់អារម្មណ៍មួយនោះជាក់ស្ដែងការពិតខ្ញុំពេលនេះក៏មានសម្ពាធក្នុងចិត្តបន្តិចដូចគ្នាតែខ្ញុំជ្រើសរើសនឹងបោះជំហានទៅមុខប្រសើរជាងឈរនឹងនៅមួយកន្លែងហើយអ្វីដែលខ្ញុំរឹតតែមិនធ្លាប់គិតទាល់តែសោះនោះគឺការបោះបង់ចោលខ្លួនឯងពិភពលោកមួយនេះបង្រៀនឲ្យយើងស្គាល់គ្រប់រូបជាតិអ្នកខ្លាំងត្រូវបានឪពុកម្ដាយគ្រួសារបោះបង់ចោលបើជីវិតគូស្នេហាត្រូវបានភាគីម្ខាងទៀតលែងត្រូវការបោះបង់ចោលដូចគ្នាតែជប់សិនរឿងប៉ុណ្ណឹងមិនបានធ្វើឲ្យអ្នកស្លាប់ឡើយចំណែកអ្វីដែលធ្វើឲ្យអ្នកស្លាប់នោះគឺអ្នកបោះបង់ខ្លួនឯងចោលខ្ញុំមិនដឹងថាអ្នកធ្លាប់ឮពាក្យមួយឃ្លានេះដែរឬអត់ទេតែខ្ញុំសូមមកនិយាយនៅថ្ងៃនេះគ្មានអ្នកណាគេស្លាប់ដោយសារតែគ្មានអ្នកស្រឡាញ់ទេមានតែស្លាប់ដោយសារតែមិនស្រឡាញ់ខ្លួនឯងស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនជីវិតមិនមែនវាស់គ្នាត្រង់ចំណុចគោលដៅនោះទេតែគឺជាការដើរទៅខាងមុខដោយមានន័យរៀនសូត្រពីការបរាជ័យលុតដំខ្លួនឯងជាមួយនឹងគ្រប់បទពិសោធន៍និងរកឲ្យឃើញក្តីសុខពីការព្យាយាមធ្វើខ្លួនឲ្យពូកែអស្ចារ្យជាងថ្ងៃម្សិលមិញអ្នកដើរចាក់ចេញទៅចោលខ្ញុំឲ្យនៅកណ្ដាលភាពស្ងប់ស្ងាត់ដែលមានតែសំឡេងខ្លួនឯងលាន់ឮរំពងជីវិតអ្នកល្អប្រសើរឡើងរាល់ថ្ងៃនៅខណៈពេលដែលខ្ញុំអង្គុយរើសរៀបកំតិចបេះដូងខ្លួនឯងមួយថ្ងៃហើយមួយថ្ងៃទៀតខ្ញុំធ្លាប់សួរខ្លួនឯងដដែលថាហេតុអ្វីបានជាទៅជាអញ្ចឹងហេតុអ្វីបានជាខ្ញុំនៅតែឈឺចាប់តែដល់ពេលវេលាចេះតែរំលងផុតទៅខ្ញុំក៏ចាប់ដើមយល់ថាការរស់នៅម្នាក់ឯងមិនមែនជារឿងងាយទេតែវាក៏មិនមែនថាមិនអាចទៅរួចដែរដរាបណានៅមានដង្ហើមជីវិតនៅមិនទាន់ចប់ខ្យល់បក់បោកខ្លាំងនៅថ្ងៃនេះនឹងក្លាយជាកម្លាំងរុញច្រានឲ្យខ្ញុំដើរទៅមុខដោយភាពរឹងមាំការផ្ដល់ឲ្យមិនមែនត្រឹមតែជាការចែករំលែករបស់របរដែលយើងមាននោះទេតែគឺជាការផ្ដល់ឲ្យការបំផុសគំនិតនិងក្តីសង្ឃឹមឲ្យទៅអ្នកដទៃឲ្យពួកគេមានកម្លាំងចិត្តនិងងើបឡើងតស៊ូបង្កើតក្តីស្រមៃនិងកែប្រែជីវិតខ្លួនឯងទៅផ្លូវដែលល្អប្រសើរឡើងឆ្នាំកន្លងមកវាព្យាយាមចង់ផ្ដួលយើងដូច្នេះហើយយើងត្រូវតែរៀនសូត្រឲ្យមានចំហខ្លាំងជាងមុនភាពឈឺចាប់ដែលយើងប្រឈមនៅក្នុងជីវិតយកវាមកទុកធ្វើជាមេរៀនមិនមែនយកវាមកធ្វើជារនាំងបញ្ឈប់យើងមិនឲ្យតស៊ូទៅមុខនោះទេឆ្នាំកន្លងមកអាចពោពេញទៅដោយរឿងរ៉ាវដែលប្រឈមតែអ្នកមើលខ្លួនឯងមើលអ្នកអាចឆ្លងកាត់វាមកបាន
ហើយអ្នកពិតជាពូកែខ្លាំងណាស់ដែលដើរមកដល់ចំណុចនេះចូលឆ្នាំថ្មីនេះខ្ញុំសូមឲ្យអ្នកបានសម្រាករីករាយក្នុងចិត្តបំពេញធម៌ពលហើយចាប់ផ្ដើមថ្ងៃថ្មីដោយក្តីសង្ឃឹមសូមឲ្យរាល់ថ្ងៃរបស់អ្នកពោពេញទៅដោយក្តីសុខនិងអត្តសញ្ញាណខ្លួនឯងដែលអ្នកមានមោទនភាពបំផុតសួស្តីឆ្នាំថ្មីមិត្តទាំងអស់គ្នាសូមឲ្យមានក្តីសុខយើងនិយាយគ្នាមកយូរសែនយូររហូតដល់ថ្ងៃចូលឆ្នាំថ្មីអ្នកក៏ជ្រើសរើសដើរចាកចេញទៅអ្នកប្រាប់ថាយើងមិនចោះសម្រងគ្នារហូតថ្ងៃមួយខ្ញុំបានដឹងថាការពិតទៅអ្នកមានអ្នកថ្មីតែយ៉ាងណាក៏ដោយខ្ញុំអស់តួនាទីរបស់ខ្ញុំហើយខ្ញុំក៏ត្រូវដើរចេញទាំងមិនទាន់អស់ក្តីស្រឡាញ់ពេលខ្លាំងជីវិតប្រៀបដូចជាការធ្វើដំណើរនៅក្នុងភាពងងឹតយើងត្រូវតែប្រឈមមុខជាមួយនឹងភាពឯកាប្រឈមមុខជាមួយនឹងភាពឈឺចាប់និងភាពមិនថិតថេរតែវានៅមានសម្លេងមួយដែលលាន់ឮរំពៅនៅក្នុងចិត្តយើងជានិច្ចនោះគឺជាសម្លេងដែលប្រាប់យើងឲ្យដើរទៅកន្លែងដែលបេះដូងនៅមានសង្ឃឹមដើរទៅកន្លែងអត្តសញ្ញាណរបស់អ្នកដែលកំពុងតែរងចាំមិនថាថ្ងៃនេះហត់ប៉ុណ្ណាឲ្យតែដើរបន្តទៅមុខអ្នកនឹងបានឃើញពន្លឺនៅក្នុងភាពងងឹតម្ដងទៀតទោះបីជាជីវិតពោពេញទៅដោយកម្លាំងខ្យល់បក់បោកទោះបីជាយើងនៅហត់និងមានអារម្មណ៍ថាវង្វេងផ្លូវតែដរាបណាយើងនៅហែតតាក់ទៅខាងមុខទោះបីជាយឺតយ៉ាងណាយើងក៏មិនលិចលង់ចូលក្នុងភាពងងឹតព្រោះគ្រប់ពេលដែលបេះដូងនៅលោតគ្រប់ពេលដែលយើងបោះជំហានបន្តទៅមុខវាមានន័យថាយើងទៅគៀកក្តីស្រមៃខ្លាំងជាងមុនហើយសំឡេងដែលលាន់ឮរំពងនៅក្នុងភាពដែលស្ងប់ស្ងាត់វាមិនមែនគ្រាន់តែជាសំឡេងភ្លេងនោះទេតែវាគឺជាធម៌ពលដែលជំរុញឲ្យបេះដូងរបស់យើងលោតខ្លាំងវាប្រាប់យើងថាគ្រប់ចង្វាក់ជីវិតគឺមានន័យហើយគ្រប់ជំហានដែលយើងដើរតាមសំឡេងនោះវាគឺជាការបង្កើតខ្សែផ្លូវជីវិតរបស់ខ្លួនឯងពេលខ្លះក្តីស្រឡាញ់វាប្រៀបដូចជាមេរៀនដែលពោពេញទៅដោយការឈឺចាប់តែការឈឺចាប់នោះវាបែរជាមានតម្លៃព្រោះតែវាបង្រៀនយើងឲ្យចេះស្រឡាញ់ខ្លួនឯងហើយយល់ពីអ្នកដទៃនិងរីកចម្រើនឡើងខ្លាំងជាមនុស្សដែលរឹងមាំរឿងរ៉ាវស្នេហាវាអាចនឹងមិនល្អឥតខ្ចោះជានិច្ចនោះទេតែគ្រប់ពេលដែលឆ្លងកាត់ការឈឺចាប់យើងនឹងទទួលបានបេះដូងដែលរឹងមាំខ្លាំងឡើងជានិច្ចបើសិនជាអ្នកបានមើលវីដេអូនេះខ្ញុំចង់ប្រាប់អ្នកថាជីវិតពេលខ្លាំងកុំខ្វល់ពីវាពេកអីមិនបាច់ចាំល្អឥតខ្ចោះគ្រប់រឿងទេព្រោះតែយើងជាមនុស្សមិនមែនទេវតាឯណាមានកំហុសខ្លះបរាជ័យខ្លះជារឿងធម្មតាព្រោះតែវាជាមេរៀនដែលធ្វើយើងរឹងមាំឡើងរាល់ថ្ងៃប៉ុន្មានពាក្យនេះអាចធ្វើឲ្យអ្នកបានយល់ខ្លះមនុស្សដែលអ្នកគិតថាគេបាត់ចេញពីជីវិតអ្នកតាមការពិតទៅគេមិនធ្លាប់នៅក្នុងជីវិតអ្នកតាំងពីដំបូងមកហើយត្រូវតែធ្វើជាមនុស្សដែលតស៊ូមិនរាថយរហូតដល់ពួកឆ្កែដែលមើលងាយអ្នកវាទ្រាំលែងបានបញ្ចេញសម្លេងព្រោះមកថាតើពេលណាទៅអាមួយនឹងវាព្រមចោះចាញ់មានលុយស្មើនឹងមានសេរីភាពមានសេរីភាពស្មើនឹងមានក្តីសុខបើនរណាម្នាក់មកប្រាប់អ្នកថាលុយទិញក្តីសុខមិនបានសូមឲ្យអ្នកប្រាប់ទៅគេវិញទៅថាផ្ញើចូលកងធនាគារខ្ញុំមកខ្ញុំនឹងបង្ហាញក្តីសុខឲ្យអ្នកបានឃើញផ្ញើឥឡូវឃើញឥឡូវហ្នឹងបើមិនជឿសាកកុំស្ដីបន្ទោសឲ្យគេអីបើគេធ្វើឲ្យអ្នកឈឺព្រោះតែអ្នកជាអ្នកព្រមបើកទ្វារឲ្យគេចូលក្នុងជីវិតអ្នកខ្លួនឯងទេអញ្ចឹងហើយកុំទៅស្អប់គេអីចាត់ទុកថាការចូលមកនិងចាក់ចេញទៅរបស់គេនឹងធ្វើឲ្យអ្នកអាប់ដេតខ្លួនឯងខ្លាយជា version ដែលល្អបំផុតផ្ញើជូនមិត្តភ័ក្តិដែលបាត់បង់ឆ្ងាយទៅតាមពេលវេលាគ្នានៅចាំច្បាស់គ្មានថ្ងៃនឹងបំភ្លេចឡើយនៅថ្ងៃដែលពួកយើងជួបជុំគ្នាសើចក្អាកក្អាយសប្បាយតែពេលវេលារំលងផុតទៅគ្រប់យ៉ាងប្រែប្រួលបដូរផ្លាស់ស្ងាត់ពួកយើងបែកទៅគ្មានការឆ្លោះប្រកែកគ្មានពាក្យលាគ្នាមានតែការឃ្លាតឆ្ងាយដែលបញ្ជ្រាបចូលមកផ្ដាច់ទំនាក់ទំនងពួកយើងបន្តិចម្ដងមកដល់ពេលនេះវាប្រហែលនៅត្រឹមតែជាទំនាក់ទំនងដែលតាមដានគ្នាក្នុងបណ្ដាញសង្គមតែប៉ុណ្ណោះប្រហែលជាយើងបានយល់វ័យមនុស្សធំច្រើនជាងមុនហើយទំនាក់ទំនងខ្លះមិនបានបញ្ចប់ដោយសារតែការឆ្លោះប្រកែកនិងស្អប់ខ្ពើមគ្នានោះទេតែវាបញ្ចប់ដោយសារតែពួកយើងម្នាក់មានតួនាទីនិងគោលដៅជីវិតខ្លួនឯងរៀងខ្លួនហើយនេះវាប្រហែលជាការផ្លាស់ប្ដូរអំឡុងពេលវេលានៃវ័យមនុស្សគ្រប់គ្នាដែលពួកយើងមិនអាចនឹងបដិសេធបានមកដល់ចំណុចនេះបើមិត្តនឹករលឹកដល់មិត្តភ័ក្តិរបស់អ្នកអាចយកសំណេរនេះផ្ញើទៅកាន់ពួកគេបានដើម្បីបញ្ជាក់ថាអ្នកនៅតែនឹកពួកគេនឹកដល់អនុស្សាវរីយ៍ការទៅសាលារៀនការទៅខ្វៀលគោទៅបរបាញ់សត្វនិងហែទឹកអូរលេងជាមួយនឹងក្របីអនុស្សាវរីយ៍នេះខ្ញុំជឿថាក្មេងៗជនបទគ្មានថ្ងៃនឹងបំភ្លេចឡើយបើសិនជាអ្នកចង់សរសេររឿងរ៉ាវខ្លួនឯងដោយមានមោទនភាពអ្នកត្រូវតែកុំឲ្យនរណាគេមកចាប់បិចអ្នកឲ្យសោះកុំឲ្យនរណាម្នាក់មកដឹកនាំជីវិតអ្នកជាដាច់ខាតកុំឲ្យគេមកប្រាប់ថាអ្នកជាអ្នកណាអ្នកត្រូវធ្វើអ្វីអ្នកធ្វើបានប៉ុណ្ណាព្រោះតែអ្នកធ្វើបានគ្រប់យ៉ាងដែលអ្នកត្រូវការចង់ធ្វើត្រូវតែហ៊ានស្រមៃឲ្យធំជាងធ្វើ
บอจมเฮียนเติมมุกดอยเบดงเนโตสูอองอายคลาหานดอยกำลังสะเทียระบอกลุนไอดอทั้งไงมวยเนี่ยนึงบานเคยทาเนียงเฟอเวียบานปิดแมนโอเคสู้ถึงออกเนี่ยบนโตรำนาเติมมุกเตียดขมิ้นจนบอดอภิวัตคลวนเนอเปรเนี่ยจับประดามโยจะตกดะเลโกดาวเนี่ยนังเตอร์บานมนุษย์ขมิ้นโกดาวโดยเนี่ยบอบองเจ้าเนี่ยนังเตอร์บานมนุษย์ขมิ้นกาเกิดโดยเนี่ยมือเงริกุลซอยจมโอเนี่ยนังเตอร์บานเกมือมอทาเจียมลูกกูดบนตัวปีเนี่ยจับประดามโยจะตกดะจิมวยนังโกดาวเนี่ยนังเราเคยทาเมียนแต่เนี่ยคลุนไอแต่ปนโนได้อาจน้อมคลุนไอแต่เราเจอจมเนี่ยบานเนอตามดวงเพลเนี่ยอาจจูบเรื่องราวลงบะฮอตเนยบะตักจัดเลงจองบนโตรำนาเตอร์มุกแต่ขยมจองไอเนี่ยนึกดอทั้งไงดำบงได้เนี่ยจับประดามบ่าเมียนเอากะเนยจมปูมุกหอยเนี่ยเฮียนหรือคลาดวิอาศัยเลือใบดงนังคลุนระบอนเนี่ยมันเมนอาศัยเลืออัตสัญญาณได้กำเนิดทานเนี่ยเมาปีนาโนเตพกาโกลาบตัวใบจีเวสอาร์ตแต่เวเมนบันลาบ่ามันประหยัดวิไอเฟอร์ไอรองระบบานมนุษย์ไรก็โดยเขเนียตัวใบจีสอาร์ตเรื่องมอมคลังปนหน้ากระดอยแต่บ่าสันจิมันแจกกาเปียใบดงคลุนไอก็อาจจะตัวร้องกาชื่อจับปีกได้สลังหรือมวยกาเข้าอมน้องบ้านโดยเขเนียปลัวเปย์คลังเพียบสรอสอาร์ตนังเพียบเรื่องมอมในข้างไกลเวียมันอาจกาเปียคลุนเนี่ยปีกาชื่อจับข้างขนมบ้านลอยเอาไว้ได้สำคัญนุ่งคือเนี่ยเตอใจกรุบสลังคลุนไอจะมุนสันแดมใบกำอ้อยเนี่ยปีเปิงก็ได้สลังปีนักดนตรีแต่มาอย่างสมเนนี้อาจมันเซอร์เหมือนประยอยเตแต่เนี่ยอาจสะโยตะกึดมือบานนี่ยัยตรองตะจอขยมเป็นจัดเนอไว้เด็กขยมเมียนเนอเป็นนี่ขยมมันเตอกาอ้อยมนุกรุกเนี่ยมรตัวสกอลขยมนุเตหอยขยมก็มันเตอกาเพียบเลยทโลเจียงในนาโนได้หอยก็รัดตายมันบารอมทำเมียนมืดแพะปนมันเนี่ยรอบอันขยมทั้งไงนี่เมียนก็ได้ซอกทั้งไงสายเมียนหรืออดขยมสมเนอเติมแต่จิคลุนระบอกขยมบาสันจะเมียนปัญหาโจรมักนองชีวิตขยมนังเงือบลางโตสู้จมวยนังเวียมันเรียถอยนังเฟือไว้ได้เมียนในขนองชีวิตปลุกแต่เปนิงขยมมันแมนขมิ้นเตเตเนี่ยก็โดยขณีได้เปนี่เนี่ยเตอดังทาเนี่ยทมทอดหอยเตอแต่จับดามเฟือไว้ได้เฟือคลุนไอริจำเริญขมิ้นเนี่ยน้ำมาสำหรับจัดจำนวนเนี่ยติดลอยเปลคลังมืดได้ละอมพอดบอลเนี่ยอาจคลายมาเจสเตอร์ได้ครูทางอมพดเนื้อทางอนาคตฉบับคอตีปีเนื้อขนมเสียเพิงมวยนี้บ้านในดังทากลมตกจัดมืดเพียคลังเปกแต่เตอสไฟยุลปราปราสเตอร์เอาเจียประโยชน์สเตอร์เมียนเพียบสมอตรองเจียงมืดเพียปุเกมันจะแหลกบังกลมน้องนังเพียบสอบเปิมแต่มืดเพียงไตแหลกบังเพียบจนนายชนิดนี้มากันเนี่ยสเตอร์ปุเกรุนจรเนี่ยเรื่องมอมเจียงหมุนจมในสเตอร์ได้คลายมาเจียสมปอนมืดเกนังสมอตรองเจียงมืดเพียได้บรรล้อมเฟือเจียสลังเนี่ยโปรยัดมืดเพียระบอนเนี่ยเอาบานโลหอยเตอร์ใจสไฟเราประย้อยปีสเตอร์พงปลุกแต่ในขนมแก้มในอำนาจเปรคลังสเตอร์มีน้ำไหลเจียงเมียติดในขนมประวัติศาสตร์มีมนุษย์ปูกายจะเจริญเตอร์บานประดูระลุมแต่งอ่อนนุ่มมันเมนมาวิปุเกลงงคลังนุเตแต่มาวิปุเกเฟือคลุนไอเอาเล็กโลคลังเปกฉบับคอตีมวยในขนมสิเพอนี้บ้านในดังทากลมเฟือคลุนเอาเล็กโลคลังเปกมันทำเมกันไลน์เฟือการบอลเนี่ยได้กูสหกามกจำนวนหรือมวยสมใบแต่กูสนายบาสินจินเนี่ยเฟือปุเกเมื่อรอมทาเนี่ยเล็กโลเจียงปุเกนังกำจัดเนี่ยเจ้าเพลียมเตอแต่ฉลาดใจเฟือเอาเกกึดทาคลุนเกเจียประหยัดติดจำในเนี่ยเติมแต่เจียบนลือเพลิงเตียนโตยได้เจียจำนวนเพียบออจาระบอกเกอมนายเปิดประกอบมันเมนสถัดเลือเพียบเล็กโลลูเตแต่เวียสถัดเลือกากรบกรองปีกันไล่เงาเงิดกลมเล็กโลหัวเปกบามันตอนปลอมเฟือเจสเตอร์จมวยนังเกเตอจำตกกรุบบาลังแต่แต่เมียนสมอลปวกมาตามจวบเจนเนตมืดถึงออกเนี่ยทั้งไงนิ่งขยมสมส่วนเนี่ยบนตะจอเนี่ยทลบกึดดอลอนาคตคลุนไอเปิดได้หรือเตดอบชนามตีนตาเนี่ยจองเคยคลุนไอเช่าในจำนวนมวยนาเนี่ยจองเอาครูซานเนี่ยมีชีวิตได้โอภาษาหลังหรือเนี่ยจองมันดาวเอาครูซานเนี่ยเนอโดยได้เตอร์โหดเนี่ยสะสมลังมือหมกปกไม้ระบอเนี่ยมือทั้งไงนิ่งกวดเนอแต่คอมเปรังเฟอร์กาทั้งนในใบเนี่ยแต่เนอทั้งไงมวยกวดมีกำลังเตะหอยดอลไปนุ่งตาเนี่ยมีสมรรถเพียบมือแทกวดบ้านหรือเนอเนี่ยเฟอร์ไอปุกวดรูเนอสกสูรบานอดหรือจงกรอยปุกวดเตอร์มาลมบะดาวซาตเนี่ยมันคอมเปรังเพียเยี่ยมเอาคลังออกปีสมรรถเพียบกรุบยางได้เนี่ยคอมเปรังเฟอร์เนอทั้งไงนี่เวียนหนึ่งกำหนดอนาคตระบอเนี่ยบ่าวสันจะเนี่ยจองเอาครูซามีนโมตนาเพียบทานเนี่ยมันจองเอาปุกวดเนยฮอตบนโตเตียดเนี่ยเตอแต่คอมเปรังเพียเยี่ยมเฟอร์จับตั้งวิเปนี่เนี่ยมันเติมแต่เกิดนูเตแต่เนี่ยเตอแต่สำรอกโจเฟอร์เวียเอาดอตีบำพอดอนาคตระบอนเนี่ยมันเมนอาศัยเลยโจเวสนานุลอยแต่เวียอาศัยเลยการสำรจัดระบอนเนี่ยเนยทั้งไงนี่เปลนี่โอเคสมเนมวยนิ้งขยมใจรำไรเตอมันเมนทักขยมเฟอร์เวียบานุเตแต่นิ้งเวียกรอนาจิกาพดอกำลังจัดอ้อยคลุนไอหนึ่งจองพดอกำลังจัดอ้อยมืดได้บานโจลมอสดับสู้ถึงออกเนียได้ใบคลุนไอหนึ่งครูซา
ត្រូវតែបន្តតស៊ូទៅមុខទៀតកុំបោះបង់ឲ្យសោះណាក្មេងជនបទអភិវឌ្ឍខ្លួនកុំអាលអូសរំលងអីមកស្ដាប់ខ្ញុំសិនជីវិតវាគ្មានផ្លូវទៅដោយរលូនគ្រប់ពេលនោះទេតែបើសិនជាអ្នករវល់តែខ្លាចអ្នកនឹងគាំងនៅកន្លែងដដែលខ្ញុំមិនខ្វល់ទេថាអ្នកធ្លាប់ធ្វើអ្វីខុសកន្លងមកតែពេលនេះអ្នកត្រូវតែក្រោកឡើងហើយងាកឲ្យមើលថែខ្លួនឯងអ្នកត្រូវធ្វើវាឲ្យល្អជាងមុនភាពបរាជ័យមិនមែនជាចំណុចចុងបញ្ចប់របស់ជីវិតនោះទេតែវាគឺជាមេរៀនដែលមានតម្លៃបំផុតទីលានប្រកួតមួយនេះវាគ្មានថ្ងៃចប់ឡើយបើសិនជាអ្នកគិតថាអ្នកកំពុងតែតស៊ូជាមួយនឹងអ្នកដទៃទាំងដែលគូប្រកួតប្រជែងពិតប្រាកដរបស់អ្នកគឺជាខ្លួនអ្នកខ្លួនឯងត្រូវតែហាមភ្លេចគោលដៅរបស់ខ្លួនឯងត្រូវចាំថាអ្នកមកទីនេះដើម្បីអ្វីនិងកុំភ្លេចថាអ្នកកំពុងធ្វើគ្រប់យ៉ាងដើម្បីអ្វីកុំរវល់តែឆ្លុះអង្វែងជាមួយនឹងរឿងរ៉ាវដែលមិនសំខាន់រហូតដល់ភ្លេចគោលដៅសំខាន់របស់ខ្លួនឯងវង្វេងផ្លូវបានតែត្រូវប្រញាប់ត្រឡប់វិញឲ្យលឿនព្រោះបើសិនជានៅរវល់តែយឺតយ៉ាវទៀតវាអាចនឹងហួសពេលរហូតដល់កែលែងឡើង5មុខសញ្ញាដែលបង្ហាញថាអ្នកត្រៀមខ្លួនរួចរាល់ដើម្បីភាពជោគជ័យ 1. អ្នកមិនមែនជាមនុស្សដដែលដូចឆ្នាំមុនទៀតទេបើទោះបីជាវាផ្លាស់ប្ដូរទៅត្រឹមតែ 1% ក៏ដោយ 2. អ្នកទើបនឹងឆ្លងផុតឧបសគ្គដែលធំមកបាន 3. គោលដៅរបស់អ្នករឹតតែធំឡើងគ្រប់ពេលដែលអ្នកជួបបញ្ហា 4. នៅក្នុងចំណោមវងមនុស្សដែលពោរពេញទៅដោយគំនិតអវិជ្ជមានអ្នកនៅតែមានគំនិតការគិតវិជ្ជមានដើម្បីទទួលបានជោគជ័យ 5. អ្នកនៅតែខំប្រឹងរុញច្រានខ្លួនឯងឲ្យធ្វើតាមក្តីស្រមៃដើម្បីទទួលបានជោគជ័យរហូតដល់វិនាទីនេះអូខេអត្ថបទនេះអាចនឹងមិនសូវមានប្រយោជន៍ចំពោះអ្នកតែខ្ញុំសូមឲ្យអ្នកស្ដាប់ហើយគិតវាបន្តិចក្រែងលោវាមានចំណុចណាជួយដល់ចិត្តអ្នកបានខ្លះស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួន6មុខសញ្ញាមិនល្អដែលអ្នកកំពុងតែធ្វើនៅពេលនេះហើយវានឹងធ្វើឲ្យអ្នកនៅថ្ងៃអនាគតសោកស្ដាយចំពោះវាជាមិនខាន 1. បន្ទាប់ពីភ្ញាក់ពីដំណេកអ្នកជ្រើសរើសដេកលេងទូរស័ព្ទជំនួសឲ្យការចេញទៅខាងក្រៅស្រូបយកពន្លឺព្រះអាទិត្យ 2. អ្នករាប់អានមនុស្សដែលមានថាមពលអវិជ្ជមានអ្នកប្រើពេលនៅជាមួយមនុស្សដែលស្រូបយកថាមពលរបស់អ្នកច្រើនខ្លាំងពេក 3. អ្នកជ្រើសរើសដេកជំនួសឲ្យការមិនធ្វើអ្វីឬមួយចេញទៅហាត់ប្រាណ 4. អ្នកដេកយប់ជ្រៅដោយសារតែការលេងទូរស័ព្ទដោយគ្មានគោលដៅ 5. អ្នកមិនព្យាយាមបរិភោគអាហារដើម្បីសុខភាពទាល់តែសោះតែអ្នកបែរជាហូបអាហារកែច្នៃនិងអាហារសម្រាមជាប្រចាំ 6. អ្នកព្យាយាមបង្ខំខ្លួនឯងឲ្យធ្វើការដែលខ្លួនឯងមិនចូលចិត្តព្រោះតែអ្នកគិតថាវាគឺជាការងារដែលធ្វើឲ្យអ្នករលួយបានច្រើនតាមដែលអ្នកស្ទាត់ជំនាញតែតាមការពិតទៅវាមិនមែនអញ្ចឹងទេចាំទុកអ្នកនឹងមានផ្លូវសោកស្ដាយជាដាច់ខាតបើសិនជាអ្នកទទួលបានជោគជ័យនិងមានសេរីភាពផ្នែកហិរញ្ញវត្ថុអញ្ចឹងហើយនៅចាំអីទៀតចេញទៅប្រើជីវិតតាមដែលអ្នកត្រូវការបានហើយអូខេសំណេរមួយនេះអាចនឹងមិនជួយអ្វីបានច្រើនទេតែខ្ញុំក៏សង្ឃឹមថាវានឹងផ្ដល់កម្លាំងចិត្តឲ្យអ្នកបានខ្លះស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនពេលខ្លាំងអ្នកអាចនឹងខ្លាចការរស់នៅជាងខ្លាចសក្តីស្លាប់កុំឆ្ងល់អីព្រោះតែសក្តីស្លាប់វាពិតប្រាកដប្រៀបដូចជាភ្លើងទៀនអញ្ចឹងរលត់ទៅហើយវាក៏ប៉ុណ្្នឹងឯងតែចំណែកជីវិតវិញវាពោរពេញទៅដោយសំណួរដែលតែងតែសួរខ្លួនឯងថាតើវានឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកសាងកំហុសក្នុងជីវិតមួយនេះតើវានឹងមានរឿងអ្វីកើតឡើងទៅបើសិនជាអ្នកធ្វើវាមិនបានតាមអ្វីដែលអ្នកធ្លាប់សន្យារាល់សំណួរតែងតែសួរខ្លួនឯងជាមួយនឹងពេលវេលាបន្តទៅមុខប្រៀបដូចជាមានដៃដែលមើលមិនឃើញមកច្របាច់កអ្នកជាប់ជានិច្ចអ្នកបានត្រឹមតែទ្រាំឆ្លងកាត់វាឲ្យផុតតែប៉ុណ្ណោះមើលទៅអ្នកដូចជាបោកប្រាស់ខ្លួនឯងរហូតមកចុងក្រោយវាគ្រាន់ជាហ្គេមជីវិតហ្គេមដែលអ្នកមិនធ្លាប់សិក្សាស្វែងយល់វិធីលេងហ្គេមដែលអ្នកផ្ញើក្តីសង្ឃឹមលើមនុស្សខុសដាក់ដើមទុនទាំងស្រុងអស់ពីខ្លួនទៅលើពេលវេលាដែលត្រូវចាញ់តាំងពីមិនទាន់ចាប់ផ្ដើមពេលខ្លាំងមូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យសេចក្តីស្លាប់មិនគួរឲ្យខ្លាចស្មើដូចតែបានគិតព្រោះសេចក្តីស្លាប់មានទីបញ្ចប់តែជីវិតវាបង្កើតឆាកមកឲ្យយើងសម្ដែងដោយគ្មានស្គ្រីបគ្មានការហ្វឹកហាត់អ្វីទាំងអស់មួយឆាកហើយមួយឆាកទៀតបានត្រឹមតែអធិដ្ឋានថាសូមកុំឲ្យអ្នកណាគេចាប់បានឲ្យសោះថាខ្ញុំក៏មិនដឹងថាខ្លួនខ្ញុំកំពុងធ្វើអ្វីតែណាស់ហើយជីវិតវាប៉ុណ្្នឹងឯងពេលខ្លាំងជីវិតយើងមិនចាំបាច់ដឹងគ្រប់យ៉ាងទេតែវាតម្រូវឲ្យយើងហ៊ានដើរចូលទៅហ៊ានប្រថុយប្រឋានប្រឈមមុខជាមួយនឹងឧបសគ្គនិងហ៊ានទទួលស្គាល់ថាអ្នកមិនចាំបាច់មានចម្លើយឲ្យគ្រប់យ៉ាងតាំងពីដំបូងអូខេសំណេរមួយនេះខ្ញុំធ្វើមិនសូវល្អទេតែខ្ញុំព្យាយាមហើយអរគុណខុសឆ្គងសូមអធិស្ឋានជួបគ្នានៅសំណេរក្រោយបើសិនជាខ្ញុំសូមឲ្យអ្នករនឹកមនុស្សដែលអ្នកស្រឡាញ់តើអ្នកត្រូវប្រើពេលវេលាយូរប៉ុណ្ណាទៅទម្រាំតែអ្នករនឹកឃើញថាម្នាក់នោះគឺជាខ្លួនរបស់អ្នកខ្លួនឯងបើរកឃើញហើយត្រូវតែចេះស្រឡាញ់ខ្លួនឯងឲ្យច្រើនមិនធ្លាប់មានអ្នកណាស្លាប់ដោយសារតែគ្មានអ្នកស្រឡាញ់ទេ
តែផ្ទុយទៅវិញមានតែស្លាប់ដោយសារតែមិនចេះស្រឡាញ់ខ្លួនឯងកាលនៅតូចតាខ្ញុំបានប្រាប់ថាខ្លួនត្រូវតែរស់ពីពឹងខ្លួនគ្មានអ្នកណាស្រឡាញ់យើងជាងយើងស្រឡាញ់ខ្លួនឯងឡើយអ្នកធ្លាប់បានឃើញទេប្តីប្រពន្ធមួយគូស្រឡាញ់គ្នាស្អិតរមួតគូសង្សារថ្មីថ្មោងបដូរផ្ដាច់ជំនះគ្រប់ឧបសគ្គតែដល់ថ្ងៃដែលពួកគេត្រូវបែកបាក់អ្នកសង្កេតឃើញទេថាមានរឿងអ្វីកើតឡើងអ្នកខ្លាំងស្រែកនឹងហូរយំហើយគេគ្នាតាមបណ្ដាញសង្គមប្រកែកតវ៉ាស្រែកយំយកត្រូវរៀងខ្លួនចុងក្រោយបញ្ជាក់ន័យឲ្យយើងបានឃើញច្បាស់ថាមនុស្សយើងម្នាក់ពិតណាស់គឺស្រឡាញ់ខ្លួនឯងលើសពីអ្វីទាំងអស់អូខេសំណេរនេះខុសខ្លះត្រូវខ្លះអាចមិនសូវមានខ្លឹមសារតែបើបានស្ដាប់ហើយមេត្តា follow ម្នាក់មួយផងអរគុណខុសឆ្គងសូមអធិស្ឋានជួបគ្នាសំណេរក្រោយទៀតបើសិនជាស្មៅដុះនៅក្នុងសួនផ្កាវាត្រឹមតែជាចំណែកលើសមួយតែប៉ុណ្ណោះតែបើសិនជាស្មៅដុះនៅលើវាលដែលធំល្វឹងល្វើយវានឹងក្លាយទៅជាទេសភាពស្រស់ស្អាតដែលមនុស្សគ្រប់គ្នាឃើញហើយកោតសរសើរអ្វីដែលផ្លាស់ប្ដូរតម្លៃរបស់វាបាននោះគឺទីកន្លែងបើសិនជាពេលនេះអ្នកមានអារម្មណ៍ថាជាចំណែកលើសដូចជាស្មៅនៅក្នុងសួនផ្កាកុំអាលគិតថាខ្លួនឯងគ្មានតម្លៃអីអ្នកសាកនាំខ្លួនឯងចេញពីទីនោះដើម្បីទៅតាមរកកន្លែងដែលស័ក្តិសមជាមួយនឹងអ្នកកុំទ្រាំនៅកន្លែងដដែលកន្លែងដែលគេមិនឲ្យតម្លៃត្រូវតែចេះហ៊ានកែច្នៃខ្លួនឯងដើម្បីឆ្ពោះទៅរកកន្លែងថ្មីដែលស័ក្តិសមជាមួយនឹងយើងស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនហេសម្លាញ់កុំអារម្មណ៍ពេកអីថ្ងៃមួយយើងនឹងបែរទៅមើលវាហើយនិយាយថាវាពិតជាលំបាកខ្លាំងណាស់មិនមែនស្រួលទេតែថ្ងៃនេះពួកយើងធ្វើវាបានហើយផ្ញើវីដេអូមួយនេះជូនមិត្តសម្លាញ់របស់អ្នកដែលតស៊ូមកជាមួយគ្នាផ្ដល់កម្លាំងចិត្តឲ្យគ្នាថាថ្ងៃមួយពួកយើងនឹងធ្វើវាបានត្រូវតែតស៊ូបន្តទៀតភាពជោគជ័យវានឹងកើតឡើងចំពោះមនុស្សដែលមិនបោះបង់តែប៉ុណ្ណោះអូខេស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនរឿងមួយដែលអ្នកចាំបាច់ត្រូវតែប្រយ័ត្នប្រយែងពាក់ព័ន្ធជាមួយនឹងមនុស្សប្រភេទចិត្តល្អមេត្តានិងទន់ភ្លន់ព្រោះតែនៅពិភពលោកម្ខាងទៀតរបស់មនុស្សប្រភេទនេះអាចមានឋានៈលាក់ទុកដែលគេមិនធ្លាប់បង្ហាញចេញមកវាអាចមិនមែនជារឿងដែលរីករាយទេនៅពេលដែលឃើញគេបង្ហាញចេញមកព្រោះពេលខ្លាំងបិសាចនៅក្នុងនោះគ្រាន់តែដេកលងលក់តែប៉ុណ្ណោះមិនបានស្លាប់ទេកុំធ្វើឲ្យគេបង្ហាញវាចេញមកអីព្រោះតែវាអាចនឹងកាចសាហាវលើសពីអ្វីដែលអ្នកបានគិតទុកឆ្កែនៅពេលដែលតួច្រកវានឹងងាកមកខំអ្នកវិញមនុស្សទន់ភ្លន់ចិត្តល្អយ៉ាងណាក៏ដោយនៅពេលទទួលបានសម្ពាធនិងភាពអយុត្តិធម៌ច្រើនខ្លាំងពេកបិសាចនៅក្នុងខ្លួនគេនឹងភ្ញាក់ឡើងមកហើយគេនឹងធ្វើរឿងដ៏កាចសាហាវដែលអ្នកមិនធ្លាប់គិតថាគេនឹងធ្វើវាមនុស្សយើងម្នាក់មានបិសាចនៅក្នុងចិត្តគ្រប់គ្នាគ្រប់គ្រងវាឲ្យបានល្អកុំឲ្យវាចេញមកឲ្យសោះខ្ញុំដឹងថាវាកាចសាហាវខ្លាំងណាស់ព្រោះតែខ្ញុំក៏មានវាដូចអ្នកដែរនៅក្នុងសង្គមល្បែងអំណាចអ្នកដែលបើកបង្ហាញសម្លឹកបៀមុនគឺជាអ្នកដែលចាញ់ច្បាប់ខលទី3ក្នុងសៀវភៅនេះបានឲ្យដឹងថាកុំបង្ហាញឲ្យគេឃើញពីចេតនារបស់យើងកុំប្រាប់គេថាយើងចង់បានអ្វីតាំងពីដំបូងព្រោះភ្លាមបើពួកគេដឹងពួកគេនឹងរកវិធីដើម្បីរារាំងអ្នកត្រូវតែបង្កើតស្ថានភាពបំភាន់ភ្នែកអូសទាញឲ្យពួកគេជឿថាអ្នកកំពុងដើរទៅតាមផ្លូវនេះនៅអំឡុងពេលតែមួយអ្នកកំពុងតែបោះជំហានទៅផ្លូវមួយទៀតយ៉ាងស្ងាត់អត់កំបាំងរបស់មនុស្សឆ្លាតគឺនិយាយតិចនិងស្ដាប់ឲ្យច្រើនជាងមុនការលះបង់ចេតនាមិនមែនជាការកុហកទេតែវាគឺជាការមិនបើកបង្ហាញព័ត៌មានដែលមិនចាំបាច់នៅក្នុងโลกនៃអំណាចអ្នកដែលបើកចំហការតាំងចិត្តតែងតែខ្លាចជាជនរងគ្រោះរបស់អ្នកដែលមិនបង្ហាញនៅក្នុងសង្គមដែលពោពេញដោយល្បិចកលមួយនេះត្រូវតែលេងហ្គេមដោយភាពវៃឆ្លាតដឹងថាពេលណាគួរតែនិយាយពេលណាគួរតែស្ងាត់គ្មានអ្វីកាយសាហាវជាងមនុស្សនោះទេកុំឲ្យគេដឹងពីចំណុចខ្សោយយើងឲ្យសោះត្រូវចាំណាអាពួកហ្នឹងកាយសាហាវខ្លាំងណាស់គ្មានក្តីមេត្តាដល់ពួកយើងឡើយស៊ូទាំងអស់គ្នាតាមឲ្យតាន់ពួកវាណាគ្មានជនបទអភិវឌ្ឍខ្លួននេះជារឿងពិតដែលខ្ញុំចង់ឲ្យអ្នកដឹងមនុស្សប្រុសដែលទន់ខ្សោយគ្មានកន្លែងឈរទេនៅលើពិភពលោកមួយនេះព្រោះតែពិភពលោកមួយនេះមិនបានបង្កើតមកដើម្បីភាពយុត្តិធម៌នោះទេមិត្តទាំងអស់គ្នាសាកសម្លឹងមើលជុំវិញខ្លួនឯងបានឃើញទេសពសត្វទាំងឡាយនៅក្នុងលោកនេះតើមិនបានទុកឲ្យក្តាន់ដែលទន់ជ្រាយរឹងមាំទាន់ឡើយស្ទាំងមិនមេត្តាចំពោះកណ្ដុររត់យឺតផ្ទៃសមុទ្រគ្មានមេត្តាចំពោះត្រីដែលមិនពូកែហែទឹកចុះហេតុអ្វីអ្នកជឿថាសង្គមមនុស្សវាខុសគ្នាភាពទន់ភ្លន់របស់អ្នកមិនមែនជាគុណធម៌នោះទេតែវាគឺជាកូនសោបើកផ្លូវឲ្យអ្នកដទៃមកជន់ឈ្លីអ្នកគ្រប់ពេលដែលអ្នកអោនក្បាលឲ្យចំពោះភាពអយុត្តិធម៌អ្នកមិនបានបង្ហាញក្តីមេត្តានោះទេតែវាប្រៀបដូចជាអ្នកកំពុងតែកាន់ផ្លាកថាខ្ញុំត្រៀមខ្លួនឲ្យជន់ហើយមនុស្សប្រុសពិតប្រាកដមិនបានរងចាំការសរសើរមិនលុតជង្គង់សុំក្តីអាណិតនិងមិនព្រមឲ្យពិភពលោកមួយនេះកំណត់តម្លៃខ្លួនឯងឡើយធម្មជាតិជំរុះអ្នកទន់ខ្សោយចេញទៅដោយគ្មានក្តីមេត្តាក្នុងពិភពលោកនៃការពិតភាពឈឺចាប់គឺជាគ្រូបង្រៀនយើងដែលល្អបំផុតការបរាជ័យគឺជាមេរៀនដែលចាំបាច់
នៅពេលអ្នកឈប់ស្វែងរកភាពសុខសប្បាយនៅពេលអ្នកឈប់សង្ឃឹមថាឲ្យពិភពលោកមួយនេះមានភាពយុត្តិធម៌ពេលនោះអ្នកនឹងបានឃើញភាពរឹងមាំដែលវាលាក់នៅក្នុងខ្លួនអ្នករហូតមកត្រូវសម្រេចចិត្តឲ្យច្បាស់ថ្ងៃនេះថាអ្នកជ្រើសរើសធ្វើអ្នកប្រមាញ់ឬមួយធ្វើជាអ្នកដែលត្រូវគេប្រមាញ់សម្រេចចិត្តឲ្យច្បាស់ទៅកុំរំពឹងថាពិភពលោកមួយនេះមានភាពយុត្តិធម៌អីតាមឲ្យតន់មនុស្សនៅជុំវិញខ្លួនណាពួកគេល្បិចកលច្រើនណាស់ស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនបើសិនជាអ្នកកើតមកនៅក្នុងគ្រួសារអាចមិនសូវមានសុភមង្គលដែលមានតែការឆ្លោះប្រកែកទាស់តែងគ្នាការមិនយល់ពីគ្នាទៅវិញទៅមកហើយនៅពេលដែលអ្នកមានអារម្មណ៍ថាគ្មានអ្នកណាយល់ពីអ្នកសោះសូមឲ្យអ្នកតាំងចិត្តស្ដាប់ខ្ញុំបន្តិចសិនខ្ញុំចង់ឲ្យអ្នកដឹងថាអ្នកមិនបានខុសអ្វីទេរឿងរ៉ាវទាំងនោះមិនមែនកើតចេញពីខ្លួនអ្នកទេកុំមិនដោយឲ្យការឈឺចាប់នៅផ្ទះមកធ្វើឲ្យអ្នកបំភ្លេចអត្តសញ្ញាណពិតប្រាកដរបស់អ្នកថាអ្នកគឺជាមនុស្សដែលមានតម្លៃអ្នកមានសិទ្ធិអភិវឌ្ឍខ្លួនរីកចម្រើនក្លាយជាមនុស្សល្អនិងអាចជោគជ័យក្នុងជីវិតដោយរបៀបរបស់អ្នកភាពឈឺចាប់ដែលអ្នកបានជួបថ្ងៃនេះមិនបាននៅជាមួយអ្នករហូតនោះទេអញ្ចឹងហើយព្យាយាមស្រឡាញ់ខ្លួនឯងឲ្យខ្លាំងញញឹមឲ្យញឹកញាប់និងប្រកាន់ចំហរឹងមាំជានិច្ចគ្រប់យ៉ាងដែលអ្នកបានប្រឈមមុខវានឹងធ្វើឲ្យអ្នករឹងមាំគ្រប់រឿងដែលអ្នកបានជួបវាគឺជាកម្លាំងរុញច្រានអ្នកឲ្យថ្ងៃមួយអាចរើបំរាស់ចេញមកបានចេញពីទីនោះចេញពីរង្វង់វិលជុំគ្រួសារដែលគ្មានសុភមង្គលហើយទៅចាប់ផ្ដើមជីវិតថ្មីរបស់ខ្លួនឯងដែលល្អប្រសើរឡើងនៅក្នុងជីវិតដែលមានក្តីសុខដែលអ្នកគិតថាគួរតែមានចាំទុកថាខ្លួនអ្នកគឺជាមនុស្សដែលពិសេសហើយអ្នកស័ក្តិសមនឹងទទួលអ្វីៗដែលល្អបំផុតក្នុងជីវិតមួយនេះស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនសង្គមបច្ចុប្បន្នក្នុងយុគសម័យនេះវាឆ្កួតហើយមែនទេបើអ្នកផឹកស្រាជក់បារីគេថាអ្នកញៀនស្រាញៀនបារីតែបើសិនជាអ្នកមិនជក់បារីមិនផឹកស្រាគេថាប្រុសស្អីមិនចេះផឹកស្រាបើអ្នកមិនធ្លាប់ថែបអ្នកណាទាល់តែសោះគេថាអ្នកអាក្មេងតូចមិនទាន់ស្គាល់ជាតិតែបើសិនជាអ្នកធ្លាប់ថែបមនុស្សស្រីរាប់មិនអស់គេថាអ្នកអាព្រានារីមិនរើសមុខបើសិនជាអ្នកពាក់អាវធំគេថាអ្នកធាត់តែបើសិនជាអ្នកពាក់អាវរឹបគេថាអ្នកអួតរៀងនៅពេលដែលមុខអ្នកឡើងមុនអ្នកនឹងត្រូវបានគេថាភ្លាមមុខមិនស្អាតក៏ក្រិចខ្លាំងណាស់ថាបើអ្នកអង្គុយហូបបាយតែម្នាក់ឯងគេថាឲ្យអ្នកគ្មានអ្នករាប់អានតែបើសិនជាអ្នកជួបជុំមិត្តជាច្រើនគេថាអ្នកចង់ចូលសង្គមហួសហេតុពេកនៅពេលដែលអ្នកយកពេលជួបជុំមកហាត់ប្រាណដើម្បីប្រយោជន៍ដល់រាងកាយគេនឹងថាអ្នកកិច្ចវេះពិភពលោកមួយនេះវាពិតជាឆ្កួតកាយលែងឡើងហើយពិតមែនទេបើសិនជាអ្នកហ៊ានប្រឈមមុខជាមួយនឹងការពិតអ្នកត្រូវតែហ៊ានទទួលស្គាល់និងទទួលយកឲ្យបានថាការពិតមិនមែនជារឿងដែលស្រស់ស្អាតក្នុងជីវិតរបស់អ្នកគ្រប់ពេលនោះទេពេលខ្លាំងវាធ្វើឲ្យអ្នកឈឺពេលខ្លាំងវាបំផ្លាញក្តីស្រមៃរបស់អ្នកតែបើសិនជាអ្នករឹងមាំគ្រប់គ្រាន់ហ៊ានទទួលយកវាបានអ្នកនឹងអាចពុះពៀឆ្លងកាត់ទៅបានទន្ទឹមគ្នាព្រមជាមួយនឹងចិត្តដែលរឹងមាំខ្លាំងជាងមុនស៊ូទាំងអស់គ្នាយកឈ្នះវាឲ្យបានក្មេងជនបទអភិវឌ្ឍខ្លួនវិធីដែលងាយស្រួលបំផុតដើម្បីការពារមិនឲ្យអ្នកទោសគេចខ្លួននោះគឺធ្វើឲ្យពួកគេមិនដឹងថាពួកគេកំពុងតែជាប់នៅក្នុងគុកនៅក្នុងពេល90វិនាទីនេះអ្នកនឹងបានយល់ថាអ្នកជាប់នៅក្នុងគុកនៃជីវិតនេះបានដោយរបៀបណា1ប្រាក់ខែគឺជាថ្នាំដែលពួកគេផ្ដល់ឲ្យអ្នកដើម្បីធ្វើឲ្យអ្នកបំភ្លេចក្តីស្រមៃដែលអ្នកធ្លាប់ប្រាថ្នា2សាលាបង្រៀនអ្នកឲ្យធ្វើតាមលក្ខន្តិកៈមិនមែនបំពានលក្ខន្តិកៈទេតែមានតែអ្នកបំពេញតែប៉ុណ្ណោះដែលអាចទៅដល់ចំណុចកំពូលបាន3ពួកគេមិនបានត្រូវការអ្នកគិតទេតែពួកគេគ្រាន់តែត្រូវការអ្នកធ្វើការតែប៉ុណ្ណោះ4អ្នកធ្វើការ40ឆ្នាំ8ម៉ោងក្នុងមួយថ្ងៃបន្ទាប់ពីនេះ40ឆ្នាំជីវិតអ្នកមិនបានបដូរផ្លាស់ទៅណាទេគឺនៅលំបាកដូចដើមសាកគិតមើលទៅ5ពួកគេបង្រៀនឲ្យអ្នកធ្វើជាអ្នកទទួលដែលល្អមិនមែនធ្វើជាអ្នកផលិតដែលល្អនោះទេតែនៅក្នុងពិភពលោកសង្គមបច្ចុប្បន្ននេះវាសំខាន់ណាស់ដែលតម្រូវឲ្យយើងធ្វើជាអ្នកបង្កើតច្រើនជាងអ្នកចាំទទួល6ពួកគេផ្ដល់ភាពងាយស្រួលដល់អ្នកតាមបណ្ដាញសង្គមអនឡាញខ្សែភាពយន្តនិងព្រឹត្តិការណ៍ផ្សេងដែលពួកគេបង្កើតឡើងមកធ្វើឲ្យអ្នកត្រាម៉ាជេរគ្នាពេញបណ្ដាញសង្គមងប់ងល់ងើបក្បាលមិនរួចភាពងាយស្រួលដែលគេផ្ដល់ឲ្យនឹងនៅពេលអ្នកបណ្ដោយខ្លួនខ្លាចជាទម្លាប់វានឹងក្លាយមកជាការញៀនលេបត្របាក់មនុស្សដែលគ្មានការគិតពួកអាហារឆ្ងាញ់និងភាពសប្បាយរីករាយតម្លៃថោកដែលគេផ្ដល់ឲ្យអ្នកគឺដើម្បីឲ្យអ្នកបោះចោលមហិច្ឆតាដ៏ធំរបស់អ្នកចូលចានបង្គន់40ឆ្នាំមុនអ៊ីនធឺណិតគឺជាផ្លូវគេចវេះចេញពីការពិតតែបច្ចុប្បន្នការពិតគឺជាផ្លូវគេចចេញពីអ៊ីនធឺណិតអ្នកនឹងត្រូវបានគេសើចចំអកនៅពេលអ្នកចាប់ផ្ដើមធ្វើអ្វីមួយហើយគេគិតថាអ្នកមិនអាចធ្វើវាបានបើជួបរឿងបែបនេះចូលអ្នកកុំគិតច្រើនអីពួកគេទាំងអស់នោះមិនបានខុសទេគ្រាន់តែពួកគេមិនបានឃើញអ្វីដែលអ្នកកំពុងតែឃើញនៅពេលនេះតែប៉ុណ្ណោះមិនយូរទេ
នៅពេលដែលអ្នកធ្វើវាជោគជ័យសំលេងសើចចំអកទាំងអស់នោះនឹងប្រែក្លាយមកជាសំណួរសួរមកកាន់អ្នកថាតើអ្នកធ្វើវាបានយ៉ាងម៉េចអញ្ចឹងហើយបើចង់សាកល្បងធ្វើអ្វីធ្វើទៅកុំខ្វល់ពីសម្ដីអ្នកដទៃឆ្កែឆ្មាស្រែកបានព្រុសបានជារឿងធម្មតាត្រូវចាំថាជីវិតនេះដើរបន្តទៅមុខបានគឺពឹងលើខ្លួនឯងមិនមែនពឹងលើទឹកមាត់អ្នកដទៃទេស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនពុកម៉ែខ្ញុំគាត់មិនមែនជាអ្នកមានទេតែគាត់មិនធ្លាប់បណ្ដោយឲ្យកូនអត់ឃ្លានគ្មានស៊ីឬមួយបណ្ដោយឲ្យកូនដើរជើងរទេគ្មានទ្រនាប់ជើងពាក់នឹងគេអញ្ចឹងហើយជឿខ្ញុំទៅខ្ញុំគ្មានក្តីស្រមៃផ្សេងទេអ្នកក៏ដូចគ្នាដែរក្តីស្រមៃតែមួយគត់ដែលត្រូវធ្វើឲ្យបាននោះគឺធ្វើយ៉ាងណាឲ្យពុកម៉ែមានមោទនភាពនិងរស់នៅបានសុខស្រួលស៊ូទាំងអស់គ្នាដើម្បីខ្លួនឯងនិងដើម្បីគ្រួសារត្រូវតែប្រាប់ខ្លួនឯងជានិច្ចថាពិភពលោកមួយនេះចម្រាញ់យកតែអ្នករឹងមាំតែប៉ុណ្ណោះគ្រប់បញ្ហាទាំងអស់ដែលយើងបានជួបក្នុងជីវិតមួយនេះវាបង្រៀនឲ្យយើងរឹងមាំដើម្បីជាកម្លាំងឆ្ពោះទៅរកអនាគតអតីតគឺជាមេរៀនបង្រៀនឲ្យយើងចេះកែប្រែកំហុសបច្ចុប្បន្នគឺជាឱកាសថ្មីនិងជាស្ពានដើម្បីឲ្យយើងបោះជំហានទៅរកគោលដៅនៅថ្ងៃអនាគតស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនលុយវាមិនសំខាន់ទេពេលដែលយើងមានតែវានឹងសំខាន់មកភ្លាមនៅពេលដែលយើងគ្មានព្រោះតែហូបបាយក៏ប្រើលុយរកពេទ្យក៏ត្រូវប្រើលុយធ្វើដំណើរក៏ត្រូវប្រើលុយការសិក្សាកូនក៏ត្រូវប្រើលុយមានលុយចង់ធ្វើអីក៏បានទិញការចូលសង្គមទិញទំនាក់ទំនងឈប់និយាយបានហើយថាលុយវាមិនសំខាន់បើទោះបីវាមិនអាចទិញទំនាក់ទំនងស្មោះត្រង់មិត្តស្មោះត្រង់ពេលវេលានិងជីវិតបានពិតមែនតែវាអាចពន្យាពេលវេលាស្លាប់បានទិញភាពសប្បាយសប្បាយមុនស្លាប់ក៏អាចទិញបានឈប់គិតអ្វីទាំងអស់ក្នុងផ្លូវល្អទៀតទៅហើយងាកមកសម្លឹងរកមើលការពិតនិងព្រមទទួលយកវាពួកយើងម្នាក់ខំប្រឹងធ្វើការដើម្បីលុយទាំងអស់គ្នានឹងមនុស្សដែលរស់នៅមានក្តីសុខពិតប្រាកដគឺជាមនុស្សដែលគ្រប់គ្រាន់និងពេញចិត្តចំពោះខ្លួនឯងហើយអ្វីដែលខ្វះមិនបាននោះគឺមានសេរីភាពក្នុងការរៀបចំហិរញ្ញវត្ថុជីវិតមួយនេះបន្តដំណើរទៅមុខបានគឺត្រូវការប្រើលុយស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនកុំបោះបង់មនុស្សល្អព្រោះតែរំភើបជាមួយ 10% ដែលអ្នកថ្មីទើបចូលមកគេផ្ដល់ឲ្យរហូតមើលរំលង 90% របស់មនុស្សដែលមិនបោះបង់នឹងនៅក្បែរអ្នកមករហូតសាកគិតមើលទៅសម្រាប់ខ្ញុំវិញខ្ញុំគិតថាវាមិនចំណេញឡើយពេលខ្លាំងអ្វីដែលអ្នកខ្លាចបំផុតវាអាចជាអ្វីតែមួយគត់ដែលជួយឲ្យអ្នកអភិវឌ្ឍខ្លួនបានល្អប្រសើរជាងមុនមានមនុស្សជាច្រើនជ្រើសរើសគេចវេះពីការពិតភ័យខ្លាចនឹងទទួលស្គាល់យកការពិតអ្នកណាមិនខ្លាចបើការពិតវាឈឺចាប់នោះតែទោះជាឈឺចាប់យ៉ាងណាក៏ដោយវាក៏នៅតែជាការពិតដែលអ្នកត្រូវជួបហើយបើសិនជាអ្នកអាចស្វែងយល់ពីវាបានវានឹងផ្លាស់ប្ដូរជីវិតអ្នកព្រមទទួលស្គាល់ការពិតទៅមើលតាណាទៀតអ្នកកំពុងមើលវីដេអូនឹងឯងទទួលស្គាល់ការពិតទៅកុំបោកខ្លួនឯងយូរពេកល្មមបានហើយដឹងអត់ថាវាខាតពេលតើអ្នកនៅខ្វល់ពីសម្ដីអ្នកដទៃទៀតឬអត់បើសិនជាអ្នកដឹងថាព្រឹកនេះអ្នកលែងងើបឡើងមកទៀតហើយអញ្ចឹងហើយបើសិនជាយើងមិនដឹងផងថាថ្ងៃណាដែលយើងគ្មានព្រឹកនេះឲ្យភ្ញាក់ឡើងតើយើងត្រូវរងចាំព្រឹកនេះហើយចាំធ្វើដល់ពេលណាទៀតភ្ញាក់ខ្លួនឡើងក្មេងជនបទអភិវឌ្ឍខ្លួនទាំងអស់គ្នាធ្វើថ្ងៃនេះពេលនេះតែម្ដងទៅកុំបដិសេធថ្ងៃនេះរងចាំថ្ងៃស្អែកព្រោះតែអ្នកមិនដឹងទេថាថ្ងៃស្អែករបស់អ្នកវាបាត់ទៅនៅពេលណាអត់មានអីច្រើនទេគ្រាន់តែផ្ញើជូនឲ្យគិតតាន់ខ្លួននៅក្មេងប្រយ័ត្នហួសពេលមិត្តភក្តិខ្ញុំនិយាយកំប្លែងឲ្យស្ដាប់ខ្ញុំស្ដាប់ហើយសោចចង់គាំងតែនៅពេលដែលវានិយាយកំប្លែងនេះដដែលម្ដងទៀតលើកនេះខ្ញុំក៏នៅតែសោចតែមិនបានសោចខ្លាំងដោយការពីស្ដាប់ដំបូងទេតែវានៅតែនិយាយរឿងកំប្លែងដដែលមកឲ្យខ្ញុំស្ដាប់ទៀតម្ដងនេះវានិយាយយ៉ាងណាក៏ខ្ញុំមិនសោចដែរមិត្តភក្តិខ្ញុំនៅពេលដែលឃើញខ្ញុំមិនសោចវាក៏និយាយមកកាន់ខ្ញុំថាបើឯងមិនអាចសោចជាមួយនឹងរឿងកំប្លែងដដែលបានចុះហេតុអ្វីបានជាឯងត្រូវយំដោយសារតែមនុស្សដដែលទៀតទាំងដែលគេធ្វើបាបចិត្តឯងរាប់មិនអស់នេះគឺជាវិធីលួងមិត្តភក្តិខូចចិត្តដោយសារស្នេហាបែបស្លូតតែបើចង់បានសំណេរលួងកាចក៏មានដូចគ្នាចង់បានខមមិនមកក្រោមវីដេអូព្រោះតែខ្ញុំមិនមានដូចគេជីវិតចាប់ផ្ដើមត្រង់ចំណុចដែលលំបាកជាងគេទើបបានជាតម្រូវឲ្យខ្ញុំខំប្រឹងព្យាយាមខ្លាំងជាងគេធ្វើឲ្យច្រើនជាងគេឧស្សាហ៍ឲ្យច្រើនជាងគេហើយមិនថាខ្ញុំជួបការលំបាកនិងមានអារម្មណ៍ចង់ចោះចាញ់យ៉ាងណាក៏ដោយខ្ញុំត្រូវតែប្រាប់ខ្លួនឯងថាដាច់ខាតត្រូវតែស៊ូបន្តកុំលុតជង្គង់ឲ្យភាពបរាជ័យឲ្យសោះជីវិតក្មេងជនបទក្រីក្រដូចជាពួកយើងគ្មានផ្ទះឲ្យត្រឡប់ទៅទេមានតែស្វែងរកផ្ទះឲ្យខ្លួនឯងតែប៉ុណ្ណោះ
ស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនកុំបំបាក់ស្លាប់បាក់សីហើយប្រាប់ថាឲ្យវាហើកុំបំផ្លាញបេះដូងគេហើយប្រាប់ថាឲ្យគេស្រឡាញ់កុំបំផ្លាញចិត្តវិញ្ញាណរបស់គេហើយប្រាប់ថាឲ្យគេមានក្តីសុខកុំមើលឃើញតែចំណុចអាក្រក់របស់គេហើយសង្ឃឹមថាឲ្យគេមកចូលចិត្តខ្លួនកុំគិតតែបន្ទោសគេហើយសង្ឃឹមថាគេនឹងត្រូវខ្លួនជានិច្ចកុំលេងជាមួយភ្លើងហើយសង្ឃឹមថានឹងមានសុវត្ថិភាពពីវាជីវិតវាជាការឲ្យនិងការទទួលអ្នកមិនអាចអាក្រក់ដាក់អ្នកដទៃហើយសង្ឃឹមថានឹងបានទទួលការចូលចិត្តមកវិញនោះទេផ្ញើជូនឲ្យគិតស្វែងយល់ទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនតើអ្នកមានចាប់អារម្មណ៍ខ្លះទេសរសៃសក់លោកពុកដែលធ្លាប់តែខ្មៅរលោងចាប់ផ្ដើមបដូរមកជាពណ៌ប្រផេះហើយក៏សូចាំងនៅពេលដែលត្រូវពន្លឺថ្ងៃថ្មីតើអ្នកភ្លេចហើយមែនទេម៉ែធ្លាប់តែបីត្រកងអ្នកដោយកម្លាំងរឹងមាំពេលនេះគាត់ចាប់ផ្ដើមទប់តែខ្លួនឯងមិនចង់បានខ្សែជីវិតរបស់ពួកគាត់ទាំងពីរវាគឺជាកំណាព្យដែលសរសេរឡើងមកដោយកម្លាំងញើសឈាមនិងទឹកភ្នែកអ្វីដែលគាត់លះបង់ឲ្យទាំងអស់គ្រប់បែបយ៉ាងគាត់មិនធ្លាប់ចង់ទាមទារត្រឡប់មកវិញទេតែពេលវេលាដែលឆ្លងរំលងផុតទៅវាមិនបានរងចាំឲ្យអ្នកត្រឡប់ទៅសងគុណគាត់ឡើយស្នាមញញឹមរបស់គាត់ដែលឃើញអ្នករីកធំធាត់គឺជាការពិសោធន៍បញ្ជាក់ឲ្យដឹងថាគ្រប់ការលំបាកនឿយហត់របស់គាត់គឺមានន័យភាពកតញ្ញូវាមិនមែនត្រឹមតែពាក្យសន្យាដែលនិយាយចេញទៅនោះទេតែវាគឺជាទង្វើដែលឆ្លុះបញ្ចាំងឲ្យឃើញពីក្តីស្រឡាញ់ដែលគ្មានដែនកំណត់ចូលសងគុណគាត់វិញនៅពេលដែលធ្វើបានព្រោះតែក្តីស្រឡាញ់របស់ពុកម៉ែមិនមែនជាអ្វីដែលអ្នកអាចរកឃើញរាល់ថ្ងៃក្នុងជីវិតនេះទេចូលអ្នកចងចាំទុកនិងព្យាយាមធ្វើវាឲ្យល្អបំផុតតាមដែលអ្នកអាចធ្វើទៅបានអូខេស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនតើអ្នកមានចាប់អារម្មណ៍ខ្លះទេសរសៃសក់លោកពុកដែលធ្លាប់តែខ្មៅរលោងចាប់ផ្ដើមបដូរមកជាពណ៌ប្រផេះហើយក៏សូចាំងនៅពេលដែលត្រូវពន្លឺថ្ងៃថ្មីតើអ្នកភ្លេចហើយមែនទេម៉ែធ្លាប់តែបីត្រកងអ្នកដោយកម្លាំងរឹងមាំពេលនេះគាត់ចាប់ផ្ដើមទប់តែខ្លួនឯងមិនចង់បានខ្សែជីវិតរបស់ពួកគាត់ទាំងពីរវាគឺជាកំណាព្យដែលសរសេរឡើងមកដោយកម្លាំងញើសឈាមនិងទឹកភ្នែកអ្វីដែលគាត់លះបង់ឲ្យទាំងអស់គ្រប់បែបយ៉ាងគាត់មិនធ្លាប់ចង់ទាមទារត្រឡប់មកវិញទេតែពេលវេលាដែលឆ្លងរំលងផុតទៅវាមិនបានរងចាំឲ្យអ្នកត្រឡប់ទៅសងគុណគាត់ឡើយស្នាមញញឹមរបស់គាត់ដែលឃើញអ្នករីកធំធាត់គឺជាការពិសោធន៍បញ្ជាក់ឲ្យដឹងថាគ្រប់ការលំបាកនឿយហត់របស់គាត់គឺមានន័យភាពកតញ្ញូវាមិនមែនត្រឹមតែពាក្យសន្យាដែលនិយាយចេញទៅនោះទេតែវាគឺជាទង្វើដែលឆ្លុះបញ្ចាំងឲ្យឃើញពីក្តីស្រឡាញ់ដែលគ្មានដែនកំណត់ចូលសងគុណគាត់វិញនៅពេលដែលធ្វើបានព្រោះតែក្តីស្រឡាញ់របស់ពុកម៉ែមិនមែនជាអ្វីដែលអ្នកអាចរកឃើញរាល់ថ្ងៃក្នុងជីវិតនេះទេចូលអ្នកចងចាំទុកនិងព្យាយាមធ្វើវាឲ្យល្អបំផុតតាមដែលអ្នកអាចធ្វើទៅបានអូខេស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួនរឿងរ៉ាវស្នេហាតែងតែបែងចែកជា3រយៈពេលនៅក្នុងរយៈពេលដែលស្រឡាញ់គ្នាដំបូងគ្រប់ពាក្យសម្ដីនិងទង្វើតែងតែល្អឥតខ្ចោះជានិច្ចគ្រប់យ៉ាងទៅដោយរលូនគ្មានបញ្ហាអ្វីនោះទេអំឡុងពេលនេះគឺជាអំឡុងពេលវេលាមួយដែលគូស្នេហ៍ទាំងពីរមានអារម្មណ៍ថាពិភពលោកទាំងមូលគឺពណ៌ស៊ីជម្ពូនិងរំភើបញាប់ញ័រជាមួយនឹងការសាងអនាគតរួមគ្នារយៈពេលទី2វាគឺជាពេលវេលាមួយដែលការលំបាកចាប់ផ្ដើមកើតឡើងអ្នកចាប់ផ្ដើមសម្លឹងមើលឃើញចំណុចខ្វះខាតគ្នាទៅវិញទៅមកហើយក៏ឆ្លោះគ្នាបើទោះបីរឿងនោះជារឿងបន្តិចបន្តួចក៏ដោយមកដល់ចំណុចនេះគូខ្លាំងមានអារម្មណ៍ថាលែងចង់បន្តនិងចែកផ្លូវគ្នារៀងខ្លួនតែបើទោះបីជាអញ្ចឹងក៏ដោយនៅក្នុងរយៈពេលនេះគឺអាចឆ្លងកាត់ទៅបានបើអ្នកទាំងពីរពេញចិត្តនៅរួមគ្នាដើម្បីកែបញ្ហាហើយនៅចំណុចនេះឯងដែលឫសគល់នៃការយល់ចិត្តចាប់ផ្ដើមផុសចេញមករួចហើយក៏មកដល់រយៈពេលទី3វាគឺជារយៈពេលដែលស្រស់ស្អាតបំផុតនេះគឺជាចំណុចដែលសេចក្តីស្នេហាពិតប្រាកដបង្ហាញចេញមកអ្នកបានស្វែងយល់ពីវិធីដោះស្រាយបញ្ហាដោយមិនចាំបាច់ដំឡើងសម្លេងខ្លាំងឬមួយឆ្លោះគ្នាដឹងពីវិធីប្រតិបត្តិខ្លួនដាក់គ្នាទៅវិញទៅមកដោយការគោរពនិងការយល់ចិត្តអ្នកដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គ្នារៀងខ្លួនទំនាក់ទំនងរបស់អ្នកនឹងស៊ីជម្រៅខ្លាំងទៅបើសិនជាអ្នករីកចម្រើនទៅជាមួយគ្នាហើយនេះគឺជារយៈពេលដែលអ្នកបានស្គាល់និងកោតសរសើរជាមួយនឹងក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌយ៉ាងពិតប្រាកដមនុស្ស5ប្រភេទដែលអ្នកគួរតែកាត់ចេញពីជីវិតជាពិសេសប្រភេទមនុស្សចុងក្រោយនេះតែម្ដង1ប្រភេទមនុស្សចូលចិត្តការប្រកួតប្រជែងពួកគេចង់ឃើញអ្នកបានល្អតែពួកគេមិនចង់ឃើញអ្នកបានល្អលើសពីពួកគេនោះទេ2គឺប្រភេទមនុស្សចូលចិត្តទាញផលប្រយោជន៍
គេនៅតែស្រឡាញ់ចូលចិត្តអ្នកដរាបណាពួកគេនៅប្រើប្រយោជន៍អ្នកបានដល់ចំណុចមួយដែលអ្នកលែងមានអ្វីដែលពួកគេត្រូវការពួកគេនឹងចាកចេញទៅប្រភេទទី3គឺប្រភេទមនុស្សដែលចូលចិត្តបន្ទោសអ្នកដទៃពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសហើយមិនដែលទទួលខុសត្រូវអ្វីទាំងអស់ពេលខ្លះពួកគេនៅតែនិយាយរហូតដល់អ្នកចាប់ផ្ដើមជឿថាខ្លួនឯងគឺជាអ្នកខុសពិតមែនប្រភេទទី4ចូលចិត្តរអ៊ូពួកគេនឹងលួចភាពស្ងប់សុខចេញពីអ្នកទៅដោយការរអ៊ូរឿងដដែលជារៀងរាល់ថ្ងៃទាំងដែលការពិតទៅពួកគេនឹងឯងដែលមិនពេញចិត្តកែប្រែអ្វីទាំងអស់ប្រភេទទី5ចូលចិត្តធ្វើបាបអ្នកពួកគេធ្វើបាបការអភ័យទោសបំផ្លាញការទុកចិត្តនិងបំផ្លាញភាពស្មោះត្រង់របស់អ្នកពួកគេបំផ្លាញគ្រប់បែបយ៉ាងដែលអ្នកបានផ្ដល់ឲ្យពួកគេហើយទម្រាំតែអ្នកដឹងពីវាពួកគេចាកចេញពីជីវិតអ្នកបាត់ទៅហើយតែលែងមានផលប្រយោជន៍គេលែងត្រូវការហើយកុំថាអ្នកស្មោះត្រង់ខ្លាំងប៉ុណ្ណាក៏ដោយបើអ្នកស្មោះត្រង់ខុសមនុស្សខុសកន្លែងចុងក្រោយគេបោកប្រើប៉ុន្មានចំណុចនេះស្ដាប់ហើយឈឺចាប់ស៊ូបន្តទៀតគង់តែបានជួបមនុស្សល្អទេបុរសម្នាក់នេះគេមិនដឹងទេថាមានពស់នៅក្បែរដៃនារីនាងក៏មិនដឹងដូចគ្នាថាមានថ្មយ៉ាងធំសង្កត់លើបុរសដូច្នេះហើយខាងនារីនាងក៏បានគិតថាខ្ញុំចិត្តធ្លាក់ចុះទៅហើយខ្ញុំក៏មិនអាចឡើងទៅបានដែរព្រោះតែពស់វានឹងចឹកខ្ញុំហេតុអីបានជាលោកមិនប្រើកម្លាំងបន្តិចទៀតទាញខ្ញុំឡើងទៅខាងបុរសគេក៏គិតដូចគ្នាថាខ្ញុំឈឺចាប់ខ្លាំងណាស់តែខ្ញុំក៏នៅតែព្យាយាមខំប្រឹងទាញនាងឡើងមកហេតុអីបានជានាងមិនខំប្រឹងព្យាយាមតោងឡើងមកបន្តិចទៅរឿងនេះបង្រៀនឲ្យដឹងថានាងមិនអាចដឹងអំពីសម្ពាធដែលភាគីម្ខាងទៀតកំពុងតែជួបនោះទេហើយភាគីម្ខាងទៀតក៏មិនដឹងដូចគ្នាថាអ្នកកំពុងតែប្រឈមមុខជាមួយនឹងការឈឺចាប់អ្វីខ្លះហើយនេះវាគឺជាជីវិតមិនថារឿងការងារគ្រួសារអារម្មណ៍ឬមួយមិត្តភ័ក្តិយើងគួរតែស្វែងយល់អារម្មណ៍ពីគ្នាទៅវិញទៅមករៀនចេះសម្លឹងមើលពីជ្រុងរបស់ភាគីម្ខាងទៀតដើម្បីទំនាក់ទំនងគ្នាឲ្យល្អប្រសើរឡើងពេលខ្លះការផ្លាស់ប្ដូរវិធីគិតនិងចេះអត់ធ្មត់បន្តិចបន្តួចវាអាចនឹងទទួលបានលទ្ធផលល្អទាំងសងខាងមិត្ត5ប្រភេទដែលអ្នកគួរតែមាន 1. មិត្តហាត់ប្រាណមិត្តម្នាក់នេះគឺជាមិត្តដែលជំរុញចិត្តឲ្យអ្នកចេះហាត់ប្រាណនិងមើលថែខ្លួនឯងដើម្បីសុខភាព 2. មិត្តដែលនិយាយត្រង់ទៅត្រង់មកមិត្តម្នាក់នេះគឺជាមិត្តដែលនិយាយការពិតត្រង់ជាមួយអ្នកបើទោះបីជាពាក្យនោះអ្នកមិនចង់ឮក៏ដោយមិត្តទី3គេគឺជាមិត្តដែលព្រមចំណេញនិងទទួលស្ដាប់ពាក្យក្នុងចិត្តរបស់អ្នក 4. មិត្តដែលតែងតែផ្ដល់កម្លាំងចិត្តឲ្យអ្នកមិត្តម្នាក់នេះជឿជាក់លើខ្លួនអ្នកចំណេញមិនថាអ្នកចង់ធ្វើអ្វីក៏ដោយមិត្តទី5គឺជាមិត្តដែលអ្នកបានជួបតាំងពីដំបូងគេនៅក្បែរអ្នកយូរណាស់មកហើយវាពិតប្រាកដណាស់គេនឹងមិនចាក់ចេញទៅណាចោលអ្នកអំឡុងពេលឆាប់នេះនោះទេអាត់កំបាំងដើម្បីព្យាបាលចិត្តដែលល្អបំផុតដែលអ្នកអាចទើបនឹងបានលឺនៅពេលនេះបើអ្នកមានអារម្មណ៍ថាហាក់ដូចជាស្អប់មនុស្សគ្រប់គ្នាចូលហូបឲ្យឆ្អែតបើសិនជាអ្នកមានអារម្មណ៍ថាមនុស្សគ្រប់គ្នាស្អប់អ្នកចូលដេកបើអ្នកមានអារម្មណ៍ថាអ្នកស្អប់ខ្លួនឯងងូតទឹកសម្អាតខ្លួនបើអ្នកមានអារម្មណ៍ថាខួរក្បាលពោពេញទៅដោយគំនិតសរសេរវាចេញមកបើសិនជាអ្នកមានអារម្មណ៍ដិតដាមជាប់ជាមួយរឿងអតីតចូលអ្នករៀបចំអនាគតហើយបើសិនជាអ្នកមានអារម្មណ៍ខ្វាយខ្វល់នឹងអនាគតអ្នកត្រូវរៀបចំផែនការនៅបច្ចុប្បន្នថាបើអ្នកថប់អារម្មណ៍អ្នកចេញទៅដើរលេងខ្លះទៅហើយបើសិនជាអ្នកមានអារម្មណ៍ថាចង់ចោះចាញ់ចូលអ្នកនឹកដល់ពេលវេលាមួយដែលអ្នកខំប្រឹងនិងធ្លាប់ទទួលបានជោគជ័យ 10. ការពិតចិត្តវិជ្ជាដែលផ្ដល់ធម៌ពលឲ្យជីវិតអ្នក 1. ការស្ងៀមស្ងាត់វាមានធម៌ពលជាងការដែលអ្នកខំបកស្រាយថាខ្លួនឯងត្រឹមត្រូវ 2. នៅពេលដែលការទុកចិត្តត្រូវបានបំផ្លាញពាក្យសុំទោសវាក៏គ្មានន័យអីទៀតដែរ 3. គ្រប់គ្រងទង្វើរបស់អ្នករៀនឆ្លើយតបតឲ្យតិចបំផុត 4. នៅពេលដែលអ្នកស្មោះត្រង់អ្នកនឹងបាត់បង់មនុស្សដែលមិនស័ក្តិសមនឹងអ្នកទៅ 5. បេះដូងដែលស្រស់ស្អាតតែមួយដួងមានតម្លៃជាងមុខដែលស្រស់ស្អាតរាប់ពាន់មុខ 6. រង្វង់សង្គមតូចជីវិតផ្ទាល់ខ្លួនមានចិត្តដែលស្ងប់ស្ងាត់និងបេះដូងពោពេញទៅដោយក្តីសុខ 7. កុំត្រឡប់ទៅរកមនុស្សដែលធ្លាប់ធ្វើបាបអ្នក 8. កុំគិតច្រើនខ្លាំងពេកអីរៀនដោះលែងវាខ្លះទៅអ្នកមិនអាចគ្រប់គ្រងបានទាំងអស់នោះទេ 9. បើសិនជាមានមនុស្សល្ងងព្រមនឹងដើរចាកចេញពីអ្នកក៏ត្រូវតែឆ្លាតដោះលែងឲ្យគេចេញទៅដូចគ្នា 10. មិត្តពិតប្រាកដឬមិត្តស្លាប់រស់ពិបាករកណាស់បើអ្នកមានមួយអ្នកពិតជាសំណាងខ្លាំងហើយ 4 មនុស្សដែលអ្នកគួរតែអភ័យទោសឲ្យបើអ្នកប្រកាសចិត្តថាចង់ផ្លាស់ប្ដូរជីវិតនិងចង់រៀនរស់នៅជាមួយនឹងបច្ចុប្បន្នមនុស្សទី1ដែលអ្នកគួរតែអភ័យទោសឲ្យគឺពុកម៉ែរបស់អ្នកមិនថាគាត់នៅមានជីវិតឬមួយចែកឋានទៅហើយដាច់ខាតអ្នកត្រូវតែអភ័យទោសឲ្យគាត់សម្រាប់កំហុសឆ្គងដែលគាត់បានធ្វើអំឡុងពេលចិញ្ចឹមមើលថែអ្នក
អ្នកគួរតែអរគុណពួកគាត់ដែលផ្ដល់ជីវិតឲ្យអ្នកមនុស្សទី2ដែលអ្នកគួរតែអភ័យទោសឲ្យនោះគឺអតីតសង្សារឬអតីតមនុស្សជាទីស្រឡាញ់និងទំនាក់ទំនងដែលបានចប់ហើយទោះបីល្អឬអាក្រក់ក៏ដោយមនុស្សទី3ដែលអ្នកគួរតែអភ័យទោសឲ្យនោះគឺមនុស្សផ្សេងៗនៅក្នុងជីវិតអ្នកដែលធ្លាប់ធ្វើបាបអ្នកមិនថាវិធីណាក៏ដោយលាងជម្រះចេញពីជីវិតឲ្យស្អាតហើយអភ័យទោសបំភ្លេចវាចោលទៅនិងមនុស្សចុងក្រោយដែលអ្នកចាំបាច់គួរតែអភ័យទោសឲ្យបំផុតនោះគឺអ្នកខ្លួនឯងកុំរែកពុនកំហុសឆ្គងនៅអតីតទៅជាមួយអ្នកទៀតអីព្រោះតែនោះគឺជាអតីតតែថ្ងៃនេះពេលនេះគឺជាបច្ចុប្បន្នហើយវាគឺជាឱកាសថ្មីរបស់អ្នកមួយជីវិតនេះអ្នកជួបមនុស្សតែ3ប្រភេទប៉ុណ្ណោះប្រភេទទី1គឺមនុស្សស្លឹកឈើមនុស្សប្រភេទនេះចូលមកក្នុងជីវិតអ្នកក្នុងរយៈពេលខ្លីអ្នកមិនគួរពឹងផ្អែកលើប្រភេទមនុស្សស្លឹកឈើនេះទេព្រោះតែពួកគេទន់ខ្សោយនិងត្រៀមខ្លួនរបេះចេញពីអ្នកគ្រប់ពេលវេលាប្រភេទទី2មនុស្សមែកឈើពួកគេរឹងមាំជាងមនុស្សស្លឹកឈើតែអ្នកក៏ចាំបាច់ត្រូវតែប្រយ័ត្នចំពោះមនុស្សប្រភេទនេះដូចគ្នាព្រោះតែពួកគេនឹងបាក់ចេញឆ្ងាយទៅនៅពេលដែលជីវិតអ្នកប្រឈមនឹងឧបសគ្គច្រើនពួកគេមិនអាចទទួលរងសម្ពាធខ្លាំងពេកទេគេអាចទ្រាំនៅជាមួយអ្នកបានមួយរយៈពេលតែពួកគេនឹងបាត់ទៅបើសិនជាជីវិតអ្នកជួបរឿងលំបាកខ្លាំងប្រភេទមនុស្សទី3គឺប្រភេទមនុស្សឬឈើមនុស្សមួយប្រភេទនេះពួកគេសំខាន់ខ្លាំងណាស់ព្រោះតែពួកគេមិនបានធ្វើអ្វីដើម្បីតែចង់ឲ្យអ្នកឃើញនោះទេតែពួកគេគឺជាអ្នកគាំទ្រជ្រោមជ្រែងអំឡុងពេលដែលអ្នកជួបរឿងលំបាកគេនឹងជួយជ្រោមជ្រែងផ្ដល់កម្លាំងចិត្តឲ្យអ្នកពួកគេមិនបានធ្វើល្អជាមួយអ្នកដើម្បីផលប្រយោជន៍ឡើយតែពួកគេស្រឡាញ់គាំទ្រអ្នកនៅអ្វីដែលជាខ្លួនអ្នកគិតច្រើនខ្លាំងពេកព្រោះតែអ្នកមិនសរសេរវាចេញមកអ្នកបារម្ភព្រោះតែអ្នកនៅមិនទាន់បានធ្វើវាអ្នកដោះសារចោលថ្ងៃនេះរងចាំថ្ងៃស្អែកព្រោះតែអ្នកនៅមិនទាន់រៀបចំផែនការជីវិតអ្នកមានភាពតានតឹងព្រោះតែអ្នកមិនទាន់បានអនុវត្តអ្នកខ្វះភាពច្បាស់លាស់ព្រោះតែអ្នកមិនសរសេរវាទុកអ្នកមានអារម្មណ៍ថាវង្វេងផ្លូវព្រោះតែអ្នកមិនទាន់ដឹងពីគោលដៅជីវិតខ្លួនឯងអ្នកព្យាយាមស្វែងរកការទទួលស្គាល់ព្រោះតែអ្នកនៅមិនទាន់ស្គាល់ខ្លួនឯងអ្នកមានអារម្មណ៍ត្រូវត្រួតត្រាព្រោះតែអ្នកព្យាយាមគ្រប់គ្រងអ្វីដែលមិនអាចគ្រប់គ្រងបានបញ្ហាទាំងអស់របស់អ្នកមានផ្លូវចេញគ្រាន់តែអ្នកមានភាពក្លាហានទទួលស្គាល់និងផ្លាស់ប្ដូរវិធីថ្មី7ពេលវេលាដែលអ្នកគួរតែនៅស្ងៀមស្ងាត់1នៅពេលដែលមានមនុស្សព្យាយាមប្រាប់អ្នកថាគេមានអារម្មណ៍យ៉ាងម៉េចចំពោះអ្នកសូមឲ្យអ្នកនៅស្ងៀមស្ងាត់2នៅពេលដែលមនុស្សគ្រប់គ្នាដណ្ដើមគ្នានិយាយសូមឲ្យអ្នកនៅស្ងៀមស្ងាត់ព្រោះតែការនៅស្ងៀមស្ងាត់របស់អ្នកវានឹងបង្ហាញភាពច្បាស់លាស់3បើសិនជាគេមិនព្រមឲ្យអ្នកនិយាយដល់ចប់សូមឲ្យអ្នកស្ងៀមស្ងាត់ព្រោះតែគេមិនបានចង់ស្ដាប់អ្នកនោះទេ4បើសិនជាអ្នកកំពុងសម្លឹងរកមើលចម្លើយសូមឲ្យអ្នកស្ងៀមស្ងាត់ព្រោះតែពេលខ្លាំងភាពស្ងៀមស្ងាត់វាអាចបង្ហាញចម្លើយបាន5បើសិនជាអ្នកកំពុងសម្លឹងរកមើលពេលវេលាដែលស្រស់ស្អាតក្នុងជីវិតរបស់អ្នកសូមឲ្យអ្នកនៅស្ងៀមស្ងាត់បណ្ដោយឲ្យភាពស្រស់ស្អាតបង្ហាញចេញមកតាមធម្មជាតិ6បើសិនជាអ្នកកំពុងចង់និយាយអ្វីចេញមកទាំងកំហឹងសូមឲ្យអ្នកនៅស្ងៀមស្ងាត់រងចាំឲ្យចិត្តត្រជាក់មុននឹងនិយាយអ្វីចេញមក7បើសិនជាអ្នកមិនទាន់ដឹងរឿងអ្វីមួយប្រកបនិងច្បាស់លាស់សូមឲ្យអ្នកស្ងៀមស្ងាត់សិនរងចាំរហូតដល់អ្នកប្រកបចិត្តចាំដោះស្រាយវាឲ្យចប់តែម្ដងរឿងសម្ងាត់ចិត្តវិទ្យាពាក់ព័ន្ធជាមួយនឹងមនុស្សបើមនុស្សម្នាក់ដេកច្រើនខុសពីធម្មតាវាបញ្ជាក់ប្រាប់ថាគេកំពុងតែគ្មានក្តីសុខថាមនុស្សម្នាក់នោះសោយច្រើនសូម្បីតែរឿងមិនគួរឲ្យចង់សោយវាបង្ហាញឲ្យដឹងថាគេកំពុងមានអារម្មណ៍ឯកាក្នុងចិត្តបើមនុស្សម្នាក់ព្យាយាមជ្រុំជ្រែងនិងជួយអ្នកដទៃគ្រប់ពេលវេលាអ្នកប្រហែលជាមិនគិតនិងមិនជឿទេថាការពិតទៅក្នុងចិត្តរបស់គេក៏ត្រូវការជំនួយជ្រុំជ្រែងខ្លាំងដូចគ្នាតែពួកគេជ្រើសរើសមិនប្រាប់បញ្ហាខ្លួនឯងឲ្យអ្នកណាស្ដាប់ជារឿយៗបើសិនជាមនុស្សម្នាក់កុហកជាញឹកញាប់មូលហេតុអាចមកពីគេមិនជឿជាក់លើខ្លួនឯងបើមនុស្សម្នាក់ព្យាយាមធ្វើខ្លួនឲ្យលេចធ្លោគ្រប់ពេលវេលាអាចមកពីគេមិនធ្លាប់ទទួលបានក្តីស្រឡាញ់ឬការចាប់អារម្មណ៍នៅអតីតបើសិនជាមនុស្សម្នាក់យំដោយសារតែបញ្ហាតិចតួចវាបញ្ជាក់ថាគេនឹងបរិសុទ្ធនិងទឹកចិត្តល្អហើយនឹងមនុស្សម្នាក់ដែលតែងតែឆេវឆាវចិត្តក្តៅវាបង្ហាញប្រាប់ថាគេមានភាពឈឺចាប់យ៉ាងខ្លាំងនៅខាងក្នុងដែលគេបានលាក់ទុកនៅក្នុងបាតបឹងនៃចិត្តចុងក្រោយបើសិនជាមនុស្សម្នាក់និយាយតិចនៅក្នុងចំណោមមនុស្សច្រើនវាអាចមកពីគេមានចិត្តរឹងមាំគេដឹងច្បាស់ថាមនុស្សឆ្លាតស្ដាប់ច្រើនជាងនិយាយដូច្នេះហើយបានជាពួកគេផ្ដោតសំខាន់
នឹងផ្ដោតតម្លៃឲ្យពាក្យសម្ដីខ្លួនឯងមុននឹងនិយាយចេញមកទោះបីជាជីវិតមួយនេះខ្ញុំកើតមកគ្មានទេពកោសល្យឬមួយមិនសូវមានភាពឆ្លាតវៃពិតមែនតែខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែជាមនុស្សម្នាក់ដែលមិនបោះបង់និងចោះចាញ់អ្វីងាយៗបើសិនជាខ្ញុំដួល99ដងដាច់ខាតខ្ញុំត្រូវតែងើបឡើងមកវិញទាំង99ដងក្នុងមួយជីវិតនេះបើខ្ញុំលុតជង្គង់គឺខ្ញុំលុតជង្គង់ឲ្យតែភាពជោគជ័យតែប៉ុណ្ណោះមិនមែនលុតជង្គង់ឲ្យភាពបរាជ័យនោះទេមិត្តដែលបានស្ដាប់អត្ថបទមួយនេះក៏ដូចគ្នាដែរត្រូវតែស៊ូបន្តដើម្បីដើរទៅរកគោលដៅដែលអ្នកពងប្រាថ្នារឿងសម្ងាត់ចិត្តវិទ្យាពាក់ព័ន្ធជាមួយនឹងមនុស្សបើមនុស្សម្នាក់ដេកច្រើនខុសពីធម្មតាវាបញ្ជាក់ប្រាប់ថាគេកំពុងតែគ្មានក្តីសុខថាមនុស្សម្នាក់នោះសោយច្រើនសូម្បីតែរឿងមិនគួរឲ្យចង់សើចវាបង្ហាញឲ្យដឹងថាគេកំពុងមានអារម្មណ៍ឯកាក្នុងចិត្តបើមនុស្សម្នាក់ព្យាយាមជ្រុំជ្រែងនិងជួយអ្នកដទៃគ្រប់ពេលវេលាអ្នកប្រហែលជាមិនគិតនិងមិនជឿទេថាការពិតទៅក្នុងចិត្តរបស់គេក៏ត្រូវការជំនួយជ្រុំជ្រែងខ្លាំងដូចគ្នាតែពួកគេជ្រើសរើសមិនប្រាប់បញ្ហាខ្លួនឯងឲ្យអ្នកណាស្ដាប់ជារឿយបើសិនជាមនុស្សម្នាក់កុហកជាញឹកញាប់មូលហេតុអាចមកពីគេមិនជឿជាក់លើខ្លួនឯងបើមនុស្សម្នាក់ព្យាយាមធ្វើខ្លួនឲ្យលេចធ្លោគ្រប់ពេលវេលាអាចមកពីគេមិនធ្លាប់ទទួលបានក្តីស្រឡាញ់ឬការចាប់អារម្មណ៍នៅអតីតបើសិនជាមនុស្សម្នាក់យំដោយសារតែបញ្ហាតិចតួចវាបញ្ជាក់ថាគេនឹងបរិសុទ្ធនិងទឹកចិត្តល្អហើយនឹងមនុស្សម្នាក់ដែលតែងតែឆេវឆាវចិត្តក្តៅវាបង្ហាញប្រាប់ថាគេមានភាពឈឺចាប់យ៉ាងខ្លាំងនៅខាងក្នុងដែលគេបានលាក់ទុកនៅក្នុងបាតបឹងនៃចិត្តចុងក្រោយបើសិនជាមនុស្សម្នាក់និយាយតិចនៅក្នុងចំណោមមនុស្សច្រើនវាអាចមកពីគេមានចិត្តរឹងមាំគេដឹងច្បាស់ថាមនុស្សឆ្លាតស្ដាប់ច្រើនជាងនិយាយដូច្នេះហើយបានជាពួកគេផ្ដោតសំខាន់និងផ្ដល់តម្លៃឲ្យពាក្យសម្ដីខ្លួនឯងមុននឹងនិយាយចេញមកទោះបីជាជីវិតមួយនេះខ្ញុំកើតមកគ្មានទេពកោសល្យឬមួយមិនសូវមានភាពឆ្លាតវៃពិតមែនតែខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែជាមនុស្សម្នាក់ដែលមិនបោះបង់និងចោះចាញ់អ្វីងាយៗបើសិនជាខ្ញុំដួល99ដងដាច់ខាតខ្ញុំត្រូវតែងើបឡើងមកវិញទាំង99ដងក្នុងមួយជីវិតនេះបើខ្ញុំលុតជង្គង់គឺខ្ញុំលុតជង្គង់ឲ្យតែភាពជោគជ័យតែប៉ុណ្ណោះមិនមែនលុតជង្គង់ឲ្យភាពបរាជ័យនោះទេមិត្តដែលបានស្ដាប់អត្ថបទមួយនេះក៏ដូចគ្នាដែរត្រូវតែស៊ូបន្តដើម្បីដើរទៅរកគោលដៅដែលអ្នកពងប្រាថ្នា